លោកហ្វូអ្នកត្រូវតែជ្រើសរើសប្រពន្ធវាជាកត្តាចាំបាច់នោះគឺជាអ្វីដែលលោកជំទាវបាននិយាយប្រសិនបើអ្នកមិនចូលចិត្តកញ្ញាសេនអ្នកអាចជ្រើសរើសអ្នកផ្សេងបានប៉ុន្តែអ្នកត្រូវជ្រើសរើសមួយប្រសិនបើអ្នកមិនធ្វើទេនាងនឹងជ្រើសរើសសម្រាប់អ្នកបងប្រុសខ្ញុំនឹងរកបាន1 លាននឹងព្យាបាលជំងឺរបស់អ្នកលេងសៅខ្ញុំស្គាល់ផ្ទះរបស់អ្នកបងបើអ្នកមិនបងប្រាក់ឲ្យខ្ញុំទេខ្ញុំនឹងបំផ្លាញចំហរបស់អ្នកតើអ្នកអាចលុបលាមកអាក្រក់នោះបានប៉ុន្មានរឹងរូសណាស់មុខស្អាតបែបនេះខ្ជះខ្ជាយពងវែងអ្នកស្រឡាញ់មិនដឹងគុណថ្ងៃនេះអ្នកនឹងមកជាមួយខ្ញុំចូលចិត្តវាអត់អ្នកគ្មានជំរឿទេតើអ្នកកំពុងធ្វើអ្វីទេសូមកុំចេញពីខ្ញុំឈប់តើនេះជាការយល់ច្រឡំឬហេតុអ្វីបានជាហ្វូសេញៀនលីនសាវលោកហ្វូសម្រាប់ចិត្តហើយឬនៅខ្ញុំមានហ្វូសេញៀនតើសម្លៀកបំពាក់របស់ខ្ញុំនៅឯណាកខ្វក់ពេកអ្នកបានបោះពួកគេទៅឆ្ងាយអរគុណសម្រាប់ថ្ងៃនេះតើអ្នកកំពុងធ្វើអ្វីបុរសនិងស្ត្រីនៅតែម្នាក់ឯងតើអ្នកគិតថាខ្ញុំចង់បានអ្វីហើយអ្នកនាងលីនបានទទួលលុយហើយឬនៅសុំទោសសូមទុកពេលឲ្យខ្ញុំបន្ថែម1 សប្តាហ៍ 2 ថ្ងៃខ្ញុំនឹងផ្ទេរប្រាក់ក្នុងរយៈពេល 2 ថ្ងៃជំងឺរបស់បងប្អូនមិនអាចរងចាំបានទេគាត់អាចស្លាប់កញ្ញាលីនីថ្ងៃស្អែកជាថ្ងៃផុតកំណត់ចុងក្រោយខ្ញុំដឹងប៉ុន្តែខ្ញុំសួស្ដីហ្វូស៊ីនៀនឥឡូវនេះអ្នកមានទេដូច្នេះតើអ្នកមានបែបណាដូច្នេះអ្នកអាចធ្វើអ្វីបានខ្ញុំមានន័យថាខ្ញុំមិនមែនជាអ្នកមានទេតើអ្នកអាចឲ្យខ្ញុំប៉ុន្មានអាស្រ័យតើអ្នកនឹងផ្ដល់ឲ្យប៉ុន្មានអាស្រ័យតើអ្នកអាចផ្ដល់ឲ្យបានប៉ុន្មានលីនសូហ្វូតើអ្នកប្រាកដទេខ្ញុំពិតជាត្រូវការលុយនោះបើប្រៀបធៀបនឹងបុរសនោះខ្ញុំចង់ធ្វើជាអ្នកហ្វូស៊ីនៀនយើងទាំងពីរទទួលបានអ្វីដែលយើងចង់បានហើយនេះជាលើកដំបូងរបស់ខ្ញុំអ្នកបាននាំខ្ញុំមកទីនេះនៅថ្ងៃនេះតើនេះមិនមែនជាអ្វីដែលអ្នកចង់បានទេតើអ្នកឃើញខ្ញុំយ៉ាងនោះឬកុំភ្លេចវាតើអ្នកចាប់ផ្ដើមតូបនៅតាមផ្លូវរបស់អ្នកនៅពេលណាខ្ញុំចាំថាគ្រួសាររបស់អ្នកសុខសប្បាយជាទេហើយការអប់រំរបស់អ្នកមិនអាក្រក់ទេបើមិនចង់បានទេកុំខ្វល់ហើយចាំតើអ្នកត្រូវការប៉ុន្មានខ្ញុំនឹងឲ្យវាទៅអ្នកមិនចាំបាច់ធ្វើបែបនេះទេខ្ញុំមាន500,000នៅក្នុងកាតនេះគ្រប់គ្រាន់ទេប៉ុន្តែហ្វូសេញៀនខ្ញុំមិនអាចសងអ្នកវិញភ្លាមទេខ្ញុំមិនមានគម្រោងឲ្យអ្នកយកវាមកវិញទេគ្មានសម្ពាធយកវាហ្វូស៊ីនីសូមអរគុណខ្ញុំមានសម្លៀកបំពាក់សម្រាប់អ្នកទៅផ្លាស់ប្ដូរអ្នកតែងតែអរគុណខ្ញុំសុំទោសហ្វូស៊ីនី
ខ្ញុំនឹងព្យាយាមសងអ្នកវិញក្នុងពេលឆាប់នេះចូលព្រមលេងចោលដាវឈប់សុបិន8ឆ្នាំហើយដល់ពេលភ្ញាក់ហើយសូមបញ្ចប់រឿងនេះលេងចោលដាវតើមានអ្វីខុសហេតើនាងមិនបានឃើញទេខ្ញុំមិនដឹងទេខ្ញុំសុំទោសថ្ងៃនេះភ្លៀងខ្លាំងតើអ្នកភ្លេចឆាតរបស់អ្នកម្ដងទៀតទេអ្នកស្ទើរតែគ្មានលុយនៅសល់ត្រូវការខ្ញុំតើអ្នកចង់មើលច្រើនទៀតទេទេរ៉ូរ៉ូខ្ញុំមានគ្រប់គ្រាន់ឡាញ់ជូជូសំបីតែមើលកញ្ចក់តើអ្នកបានឃើញមុខរបស់អ្នកថ្មីនេះទេអ្នកមើលទៅគួរឲ្យភ័យខ្លាចអ្នកអាចនៅក្នុងខ្សែភាពយន្តភ័យរន្ធត់ដោយមិនចាំបាច់តុបតែងមុខអ្នកធ្វើការពេញមួយថ្ងៃអ្នកអាចរៀបចំតូបនៅពេលយប់អ្នកស្ទើរតែគេងមិនលក់អ្នកគួរតែញ៉ាំកាន់តែប្រសើរបងប្រុសរបស់អ្នកសំខាន់ប៉ុន្តែអ្នកមិនអាចស្លៀកពាក់ខ្លួនឯងបែបនេះបានទេខួរក្បាលកុំបារម្ភពេលវេលាដ៏លំបាកបំផុតគាត់ចប់ហើយចាប់ពីពេលនេះទៅវានឹងមិនពិបាកជាងពេលមុនទេលីនីតើខ្ញុំអាចនិយាយជាមួយអ្នកតែម្នាក់ឯងបានទេពេលចុងក្រោយដែលអ្នកបានចាក់ចេញអ្វីមួយនៅកន្លែងរបស់ខ្ញុំរឿងអ្វីនាងបាននិយាយវាជារបស់ផ្ទាល់ខ្លួនរបស់ក្មេងស្រីមិនត្រឹមត្រូវសម្រាប់អ្នកដទៃដោះស្រាយជប់និយាយអំពីវាខ្ញុំបានទទួលវាសូមអរគុណចុះអ្នកឲ្យ WeChat មកខ្ញុំវិញហេតុអ្វីខ្ញុំជាម្ចាស់បំណុលរបស់អ្នកកំពុងគិតចង់រំលងបើយើងមិនថែមគ្នាទៅវិញទៅមកខ្ញុំអាចរក្សាប្រាក់របស់ខ្ញុំដោយសម្បត្តិច្រើនពេកទេមិនមែនតតែសោះជាយុទ្ធធម៌ការប្រមូលប្រាក់ WeChat តើអ្នកកំពុងធ្វើអ្វីអ្នកបានបាត់សម្លៀកបំពាក់របស់អ្នកកាលពីលើកមុននេះគឺជាសំណងតើអ្នកអាចឈប់យកវាបានទេផងដែរហេតុអ្វីគ្រាន់តែជាសម្លៀកបំពាក់បន្តិចបន្តួចដែលខ្ញុំបានពួកគេជាមូលដ្ឋានគ្មានតម្លៃមិនមានតម្លៃទេខ្ញុំគិតថាពួកគេលាហើយតាមពិតខ្ញុំហ្វូស៊ីនៀនខ្ញុំមិនអាចយកលុយនេះបានទេផងដែរប្រហែល500,000ខ្ញុំចង់បង់រំលោះអ្នកវិញកុំបារម្ភខ្ញុំនឹងទេប្រាក់ឲ្យអ្នករាល់ខែវាធ្វើឲ្យខ្ញុំមើលទៅដូចជាអ្នកប្រមូលបំណុលខ្ញុំបានកក់ភោជនីយដ្ឋានតោះញ៉ាំអាហារពេលល្ងាចកុំភ្លេចវាអ្វីតើអ្នកមានគម្រោងផ្សេងទៀតទេជាមួយមិត្តរបស់អ្នកហ្វូស៊ីនៀនតើអ្នកចង់ឲ្យខ្ញុំញ៉ាំអាហារពេលល្ងាចទេប្រាកដប៉ុន្តែស្ដាប់និយាយតាមត្រង់ខ្ញុំគ្មានលុយសងការអនុគ្រោះទេត្រឡប់ទៅសាលាវិញយើងទាំងអស់គ្នាហាក់ដូចជាដូចគ្នាប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំបានដឹងមនុស្សគ្រាន់តែខុសគ្នាអ្នកប្រធានហ្វៅអាចលាជាមួយនរណាម្នាក់ប៉ុន្តែខ្ញុំលីនីឆាវមិនអាចទទួលយករឿងបែបនេះដោយគ្មានកំហុសបានទេហ្វូស៊ីនៀនមនុស្សអាចគ្រាន់តែជាមិត្តនឹងអ្នកដែលនៅកម្រិតរបស់ពួកគេប៉ុណ្ណោះមានតែភាពស្មើគ្នាទេដែលអាចជាមិត្តវាដូចជាបោព្រះនាងមានតែព្រះនាងទេដែលត្រូវអញ្ជើញខ្ញុំមិនមានទេពអប្សរទេខ្ញុំតែងតែជាមនុស្សសាមញ្ញលោកហ្វូយើងមិនមានអ្វីផ្សេងទៀតទេខ្ញុំនឹងទៅឥឡូវនេះមិនអីទេជាដំបូងខ្ញុំចង់អរគុណគ្រូបង្វឹកក្រុមរបស់យើងនិងមិត្តរួមក្រុមរបស់ខ្ញុំដូចគ្នានេះផងដែរអ្នករាល់គ្នាដែលបានគាំទ្រយើងការឈ្នះការជែកដេញដល់នេះគឺគ្រាន់តែជាការចាប់ផ្ដើមសម្រាប់ពួកយើងខ្ញុំជឿថាយើងនឹងឃើញឈ្នះធំជាងនេះទៅទៀតចាំមើលថ្ងៃស្អែកនិងថ្ងៃអនាគតតើមានអ្វីកើតឡើងពិតប្រាកដតើអ្នកបញ្ចប់ដោយរបៀបណារៅថ្ងៃនេះអ្នកនៅតែលក់មែនទេបាទនៅតែត្រូវរៀបចំស្តង់របស់ខ្ញុំបាទយ៉ាវបាទតើអ្នកចាំហ្វីសេញទេខ្ញុំស្ទើរតែចង់ចាំមានរឿងអីអ្នកក៏មិនចាំគាត់ដែរគាត់ជារឿងធំការនៅវិទ្យាល័យគាត់បានកាន់កាប់ Fashion Group កាលពី2ឆ្នាំមុនឥឡូវនេះគាត់គឺជាអ្នកបាញ់កាំភ្លើងក្តៅថ្មីនេះគាត់បានឮថា Fashion និងក្រុមហ៊ុនរបស់យើងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏សំខាន់មួយគាត់ប្រហែលជាបង្ហាញខ្លួននៅពេលនោះ
ខ្ញុំឆ្ងល់ថាតើគាត់ល្អដូចទូរទស្សន៍ដែរឬទេរ៉ាវយ៉ាមែនទេពាក្យចាំអារ៉ាមមាន vision យ៉ាងនៃក្រុមហ៊ុនរបស់យើងគឺជាគូដណ្ដឹងរបស់គាត់តើមានអ្វីខុស error 500 server error 1500 that's an error there was an error please try again later that's all we know ស៊ីណានហេតុអ្វីបានជាគាត់នៅទីនេះស៊ីណានហេតុអ្វីបានជាអ្នកនៅទីនេះមកយកខ្ញុំលេងចៅអ្នកជួរនេះបានចាប់ដើមចេញពីកន្លែងណាទៅតោះសម្អាតហេអត់មានលក់តាមដងផ្លូវទេលោកយើងធ្វើការនៅទីនេះយើងបានអនុវត្តចំពោះសន្តិសុខពីមុនពួកគេបានអនុញ្ញាតឲ្យយើងគ្រាន់តែពីមានការជួលដំណឹងថ្មីមួយមិនមានលក់នៅតាមផ្លូវក្រោមទៀតទេខ្ចប់ហើយចាក់ចេញឥឡូវនេះវាល្អពីមុនហេតុអ្វីបានជាឈប់ភ្លាមបាទពួកគេនិយាយថាវាប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុនបើគេឆ្លើយថាទេវាអត់ទេមិនមានការដំឡើងនៅទីនេះទៀតប្រញាប់ទៅតើយើងធ្វើអ្វីឥឡូវនេះហេយូបាទខ្ញុំទៅតែចងចាំគ្រូបង្រៀននៅមហាវិទ្យាល័យរបស់តែស្វែងរកគ្រូភាសាអង់គ្លេសសម្រាប់កូនប្រុសរបស់គាត់ប្រាក់ខែមិនអីទេតើអ្នកចង់សាក់លបងទេប្រាកដខ្ញុំនឹងផ្ញើអាសយដ្ឋានទៅអ្នកវាស្ថិតនៅក្នុងតំបន់ដាច់ស្រយាលប្រយ័ត្នអត់យល់ហើយ error 500 server error 1500 that's an error there was an error please try again later that's all we know លោក Line អរគុណសម្រាប់មេរៀនថ្ងៃនេះថ្លៃសិក្សារបស់អ្នកនឹងត្រូវបង់ប្រចាំខែការណែនាំការងាររបស់រ៉ូគឺអស្ចារ្យណាស់លុយច្រើនណាស់បន្ទាប់ពីបង់ Vision ប្រចាំខែខ្ញុំនឹងនៅសល់ច្រើនហេតុអ្វីបានជាអ្នកនៅទីនេះតើអ្នកដឹងថាខ្ញុំនៅទីនេះដោយរបៀបណាមាននរណាម្នាក់ប្រាប់ខ្ញុំពិតណាស់ដែលមិននឹកស្មានដល់ប្អូនស្រីតូចអាចធ្វើបាបមនុស្សមាននរណាម្នាក់បានបង់ប្រាក់ឲ្យខ្ញុំដើម្បីបង្រៀនអ្នកនៅមេរៀនមួយហាកន្លែងល្អនៅទីនេះគ្មានអ្នកណាចូលជ្រៀតជ្រែកឡើយតើខ្ញុំធ្វើបាបអ្នកណាឈប់ខ្លែងបន្លំអ្នកបានលបួងគូដណ្ដឹងរបស់នរណាម្នាក់អ្នកពិតជាមិនដឹងមែនទេគ្មានឆ្ងល់ទេដែលអ្នកមិនអើពើខ្ញុំអ្នកចង់នៅជាប់នឹងហ្វូសៀនចៅវាយធ្វើវាឥឡូវនេះប្រញាប់ឡើងយើងនឹងបង្កើតធៀបកនៅថ្ងៃនេះទទួលបានសកម្មភាពមួយចំនួនទទួលបានប្រាក់ខែផងដែរទៅជួយអនុញ្ញាតឲ្យខ្ញុំទៅអនុញ្ញាតឲ្យទៅហ្វូសៀនជួយខ្ញុំហ្វូសៀនជួយខ្ញុំជួយអនុញ្ញាតឲ្យនាងទៅជួយឈប់លៀនសូកញ្ញាឈិនយើងបរាជ័យអ្វីអ្នកល្ងងឥតប្រយោជន៍សំបីតែមិនអាចធ្វើអ្វីមួយដ៏សាមញ្ញនេះកញ្ញាឈិនលោកហ្វឺមិនអាចទទួលយកការហៅទូរស័ព្ទរបស់អ្នកឥឡូវនេះបានទេព្យាយាមវាខ្ញុំ Line សៅស៊ូតើអ្នកគិតថាអ្នកជានរណាតាំងពីតូចមកខ្ញុំមិនដែលបរាជ័យក្នុងការទទួលបានអ្វីដែលខ្ញុំចង់បានសម្រាប់ឲ្យបានល្អវាមិនមានអ្វីធ្ងន់ធ្ងរទេគ្មានអ្វីធ្ងន់ធ្ងរទេហេតុអ្វីបានជានាងមិនទាន់ភ្ញាក់អស់កម្លាំងយូរនឹងកង្វះអាហារូបត្ថម្ភភាពតានតឹងខាងកាយច្រើនពេករាងកាយចូលទៅក្នុងរបៀបការពារខ្លួនឯងការមិនភ្ញាក់ពីរំលែកគឺជារឿងធម្មតាមិនប្រាកដថាអ្នកជាមិត្តប្រុសបែបណាឥឡូវនេះអ្នករួយបារម្ភអត់មានទេលាហើយអ្នកភ្ញាក់ហើយមិនអីទេការលាបញ្ចូលគ្នាការលាបញ្ចូលគ្នាមាននរណាម្នាក់ព្យាយាមធ្វើបាបខ្ញុំពួកគេចេញទៅទទួលខ្ញុំកុំភ័យខ្លាចខ្ញុំបានដេញចោលទាំងនោះចេញទេមាននរណាម្នាក់នៅពីក្រោយពួកគេមាននរណាម្នាក់បានប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើពួកគេកំពុងត្រូវបានគ្រប់គ្រងពួកគេកំពុងត្រូវបាននិយាយបន្ទាប់ពីអ្នកសម្រាប់បានទេហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំបញ្ចប់តើអ្នកចង់មានន័យដូចម្ដេចការលាបញ្ចូលគ្នាមាននរណាម្នាក់បានបង់ប្រាក់ឲ្យខ្ញុំដើម្បីបង្រៀនអ្នកនៅមេរៀនមួយតើអ្នកមិនចង់ឲ្យខ្ញុំនិយាយទេឬមួយអ្នកខ្លាចតែឬតើវាមានន័យយ៉ាងណាកុំភ្លេចវាមិនមានអ្វីត្រូវនិយាយទៀតទេភ្លេចអ្វីចាប់តាំងពីអ្នកយកវាឡើងសូមស្ដោះវាចេញស្ដោះទឹកមាត់ចេញអ្វី
ច្បាស់អត់អ្នកមិនដឹងថាមានអ្វីកើតឡើងទេហើយអ្វីបានជាអ្នកនៅទីនោះតើអ្នកមិនដឹងថាមានអ្វីកើតឡើងទេហើយអ្វីបានជាខ្ញុំនៅទីនោះខ្ញុំគួរតែសួរអ្នកដូចគ្នាហើយអ្វីបានជាអ្នកទៅព្រៃតែម្នាក់ឯងហើយអ្វីបានជាអ្នកទៅទីនោះហើយអ្វីបានជាខ្ញុំទៅទីនោះជាការពិតណាស់សម្រាប់ប្រាក់តើខ្ញុំអាចធ្វើអ្វីទៀតទៅដើរលេងកម្សាន្តរកលុយអ្នកគឺជាក្មេងស្រីចេញក្រៅយប់ជ្រៅដើម្បីរកលុយគ្មានអាជីវកម្មរបស់អ្នកទេមិនមែនជាអាជីវកម្មរបស់ខ្ញុំទេខ្ញុំមិនទាន់បានបង់ប្រាក់ឲ្យអ្នកទេបាទអ្នកបានឲ្យលុយខ្ញុំលោកហ្វូលុយច្រើនប៉ុន្តែខ្ញុំនឹងសងអ្នកវិញប៉ុន្តែនោះមិនមានន័យថាអ្នកអាចធ្វើបានទេចៅវាយខ្ញុំនៅជុំវិញត្រូវហើយខ្ញុំមិនអាចទេខ្ញុំមិនគួរជ្រៀតជ្រែកទេ Lion Jones តើអ្នកដឹងទេប្រសិនបើខ្ញុំមិនបានបង្ហាញខ្លួននៅថ្ងៃនេះដោយចៃដន្យតើមានអ្វីកើតឡើងចំពោះអ្នកខ្ញុំដឹងនោះហើយជាមូលហេតុដែលខ្ញុំសូមអរគុណហ្វូសញៀនខ្ញុំបានអរគុណអ្នករួចហើយគ្រប់គ្រាន់ទេឈប់ Lion Jones តើអ្នកចង់ធ្វើអ្វីដើម្បីលុយរួមទាំងការដោះសម្លៀកបំពាក់របស់អ្នកហ្វូសញៀនអ្នកគឺជាមនុស្សលេងសើចសុំទោសខ្ញុំបាននិយាយដោយមិនគិតខ្ញុំមិនមានន័យថាវាទេអនុញ្ញាតឲ្យខ្ញុំទៅចៅចៅអនុញ្ញាតឲ្យខ្ញុំមើលថែអ្នកអនុញ្ញាតឲ្យខ្ញុំមើលថែអ្នកសញ្ញាហេតុអ្វីបានជាអ្នកនៅទីនេះតើអ្នកមកយកខ្ញុំទេហ្វូស៊ីនៀនតើអ្នកជួយមនុស្សខុសមែនទេខ្ញុំមិនត្រូវការជំនួយរបស់អ្នកទេដរាបណាអ្នកទុកខ្ញុំឲ្យនៅម្នាក់ឯងនោះជាជំនួយដ៏ល្អបំផុតសម្រាប់ខ្ញុំលីនសូហ្វូប៉ុន្តែអ្នកពិតជាមិនទទួលបានវាទេលោកហ្វូអ្នកស្រីឆែនទៅតែទូរស័ព្ទអ្វីត្រូវបានរៀបចំនៅមន្ទីរពេទ្យបាទទាំងអស់រួចរាល់ហើយយើងក៏មានប្រជាជនរបស់យើងនៅទីនេះដែរបើមានរឿងអ្វីកើតឡើងជាមួយលោកស្រីលីនខ្ញុំនឹងរាយការណ៍ជូនលោកភ្លាមហើយអ្វីខ្ញុំគួរខ្វល់ពីអាជីវកម្មរបស់នាងលោកហ្វូនេះជាព័ត៌មានដែលអ្នកចង់បាននៅថ្ងៃនោះនាងធ្វើការជាគ្រូបង្រៀនបាទខ្ញុំបានពិនិត្យប្រវត្តិធនាគាររបស់នាងលុយនៅក្នុងកាតនោះវាត្រូវបានបញ្ជូនទៅកន្លែងមន្ទីរពេទ្យប្អូនប្រុសរបស់លោកស្រីលេនបានវះកាត់ការពីប្រហែលថ្ងៃមុនលោកហ្វូមន្ទីរពេទ្យទៅតែហៅអ្នកស្រីលីនចង់ឲ្យគេរំសាយចេញឲ្យបានឆាប់យកឡានទៅពេទ្យបណ្ឌិតមើលខ្ញុំពិតជាសុខសប្បាយទេឥឡូវនេះខ្ញុំពិតជាប្រសើរជាងមើលគ្មានអ្វីខុសទេមិនមែនទេអង្គុយឲ្យបានត្រឹមត្រូវត្រូវតែស្នាក់នៅក្នុងមន្ទីរពេទ្យខ្ញុំទេលីនសូហ្វូតើអ្នកកំពុងព្យាយាមដួលម្ដងទៀតទេទីបំផុតអ្នកនៅទីនេះសូមនិយាយអារម្មណ៍មួយចំនួនជាមួយមិត្តស្រីរបស់អ្នកថានាងមិនអាចទទួលយកបានព្រោះនាងនៅក្មេងមិនខ្វល់ពីសុខភាពរបស់នាងតតែសោះខ្ញុំពិតជាល្អណាស់អ្នកគ្រាន់តែស្ដាប់គ្រូពេទ្យប៉ុន្តែហ្វីស៊ីញ៉ានខ្ញុំពិតជាមិនអីទេឥឡូវនេះនោះមិនមែនជាអ្វីដែលវិជ្ជបណ្ឌិតទៅតែនិយាយនោះទេខ្ញុំពិតជាខ្ញុំសុខសប្បាយជាទេឥឡូវនេះអ្នកណាថានាងស្លាប់ហ្វីស៊ីញ៉ានបានធ្វើមើលទៅមន្ទីរពេទ្យនេះមិនធ្វើការសងប្រាក់វិញទេខ្ញុំបានបង់វិកលប័ត្ររបស់អ្នករួចហើយអ្នកជំពាក់ខ្ញុំច្រើនខ្ញុំត្រូវការអ្នកដើម្បីនៅរស់ប៉ុន្តែខ្ញុំចង់សួរឪពុកម្ដាយរបស់អ្នកតើបងប្រុសរបស់អ្នកជាមនុស្សតែម្នាក់គត់ដែលសំខាន់នៅផ្ទះតើពួកគេដឹងថារឿងលំបាកប៉ុណ្ណាសម្រាប់អ្នកនៅទីនេះហេតុអ្វីបានជាអ្នកយំពីសញ្ញាខ្ញុំរួចហើយលេងប៉ាម៉ាក់ទៀតហើយ3 ឆ្នាំមុនប៉ាម៉ាក់កុំបារម្ភខ្ញុំសន្យាខ្ញុំនឹងថែរក្សាឈ្មោះមែនបងស្រីខ្ញុំបានព្យាបាលរួចរាល់ហើយតើអ្នកបាននិយាយអ្វីបងស្រីបន្ទាប់ពីម៉ាក់និងប៉ាស្លាប់គ្រួសារយើងក៏បែកបាក់យើងគ្មានលុយសល់ទេកុំបារម្ភរឿងលុយបងស្រីសួស្តីលោកលីខ្ញុំគ្រាន់តែនឹងមិនទៅសាលារៀនខ្ញុំគ្មានលទ្ធភាពក្នុងគ្រួសារខ្ញុំមិនអាចបាត់បង់បងប្រុសរបស់ខ្ញុំបានទេ
ក្រុមហ៊ុនបានធ្លាក់ចុះដោយសារតែការគ្រប់គ្រងមិនល្អវាបានប្រកាសសរសៃធនប៉ានិងម៉ាក់ខ្ញុំពួកគេមិនអាចគ្រប់គ្រងសម្ពាធបានទេដូច្នេះពួកគេទាំងពីរបានចាក់ចេញសល់តែបងប្រុសខ្ញុំប៉ុណ្ណោះហ្វូស៊ីនៀនខ្ញុំត្រូវការលុយច្រើនណាស់អ្នកសួរខ្ញុំមែនទេសួរថាធ្វើអីដើម្បីលុយនេះជាចម្លើយរបស់ខ្ញុំបាទខ្ញុំនឹងតារាប់ណាខ្ញុំអាចរកបានខ្ញុំនឹងធ្វើអ្វីដូច្នេះចូលនៅឲ្យឆ្ងាយពីខ្ញុំជប់រំខានខ្ញុំទៅសម្រាប់គម្រោងថ្មីជាមួយ Shen Group ខ្ញុំនឹងឲ្យអ្នកដោះស្រាយវាបើសិនយ៉ាងតើខ្ញុំគួរធ្វើអ្វីជាមួយអ្នកគ្រប់គ្រង Shen Lofo បានលើកឡើងពីនរណាម្នាក់ជាពិសេសគាត់ចង់ឲ្យនាងទទួលបន្ទុកអ្នកហាត់ការម្នាក់ឈ្មោះលេងយ៉ាវយ៉ាវខ្ញុំមិនយល់ស្របទេអ្នកហាត់ការហេតុអ្វីបានជានាងគួរដឹកនាំគម្រោងនេះទទួលបានអ្នកគ្រប់គ្រងធនធានមនុស្សសម្រាប់ខ្ញុំបាទចាខានឃើញយូរហើយហេតុអ្វីបានជាទង្វើនឹកខ្ញុំនិយាយថាអ្នកនឹកខ្ញុំទេខ្ញុំមិនបានអ្នកណាខ្លះនឹកអ្នកបេះដូងមិនធ្លាប់មានខ្ញុំបានចុះចតឲ្យប្រញាប់ប្រញោលទៅក្រោមភ្លាមប៉ុន្តែអ្នកមិនបាននឹកខ្ញុំទេហេមិនអីទេខ្ញុំនឹកអ្នកដូចឈួតសប្បាយចិត្តទេសម្រាប់ខ្ញុំបាទសូមអបអរសាទរដល់យ៉ាងឡូសត្រឡប់មកពីសិក្សានៅបរទេសតោះទៅមកអីយ៉ាអស់ចាលុយណាស់ទឹកនោះសម្រាប់ខ្ញុំសូមអរគុណហេលាហើយអ្នកនៅបរទេសអស់ជាច្រើនឆ្នាំយើងមានឆ្នាំ000ខ្ញុំពិតជាមិននឹកស្មានថាអ្នកពិតជានឹងរើឆ្នាំនោះទេខ្ញុំចង់ចងចាប់ប៉ុន្តែខ្ញុំភ្ញាក់ឡើងដើម្បីសិក្សាគ្មានទីបញ្ចប់ជាក់ស្ដែងសៀវភៅសិក្សារបស់យើងបានប្រមូលផ្ដុំនឹង20នាក់ម្យ៉ាងទៀតរាល់ថ្ងៃគ្រាន់តែថ្នាក់រៀនទន្ទិញបន្ទប់ពិសោធន៍តើម៉ោងនៅឯណាខ្ញុំចង់រក្សាទំនាក់ទំនងជាប្រយោជន៍ដល់អតីតកាលអូសូមដូច្នេះហេតុអ្វីបានជាតាក់ទងមកឥឡូវនេះមិនអាចធ្វើវានៅបរទេសបានទេដូច្នេះខ្ញុំត្រឡប់មករកអ្នកវិញចង់លីស៊ីតើអ្នកពិតជាមិនបានផ្លាស់ប្ដូរទេសូជូនិយាយតាមត្រង់ទៅបន្ទាប់ពីអស់ប៉ុន្មានឆ្នាំមកនេះខ្ញុំពិតជានឹកអ្នកខ្លាំងណាស់អ្នកទាំងអស់គ្នាហាហាដោយវិធីនេះថ្មីនេះខ្ញុំបានតាក់ទងមិត្តរួមថ្នាក់ចាស់របស់យើងពួកគេកំពុងមានការជួបជុំគ្នាតោះទៅជាមួយគ្នាខ្ញុំហើយសូជូការជួបជុំថ្នាក់រៀនឡើងវិញក្នុងរយៈពេល2-3ថ្ងៃពួកគេបានផ្ដល់ឲ្យខ្ញុំនៅបេសកកម្មមួយពួកគេចង់ឲ្យខ្ញុំនាំអ្នកខ្ញុំនឹងរំលងវាអ្នកតែងតែរំលងគ្រប់គ្នានឹកអ្នកសូមអញ្ជើញទៅរ៉ូខ្ញុំពិតជាមិនទៅទេអ្នកដឹងខ្ញុំគ្មានពេលទេអញ្ចឹងសូជូបាទតើអ្នកកំពុងធ្វើអ្វីខ្ញុំកំពុងនិយាយជាមួយអ្នកហេតុអ្វីបានជាអ្នកដាក់តំបន់ចេញស្ដាប់ទៅខ្ញុំពិតជាភ័យណាស់ចង់ត្រឡប់ទៅវិញសូមទៅជាមួយខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងមានអារម្មណ៍ឆ្លងតែម្នាក់ឯងប៉ុន្តែខ្ញុំចុះរឿងនេះធ្វើពុតថាអ្នកកំពុងស្វាគមន៍ខ្ញុំត្រឡប់មកវិញមិនអីទេអញ្ចឹងតោះទៅអីយ៉ាប្រឌិតណាស់ហើយអ្នកមើលទៅអស្ចារ្យណាស់កាន់តែប្រសើរជាងមុនអ្នកកាន់តែប្រសើរឡើងនាពេលថ្មីនេះតើអ្នករកលុយនៅឯណាតោះទៅហេអីយ៉ាអ្នកបោះបង់មិត្តភក្តិសម្រាប់ស្នេហាលោកហ្វឺហេតុអ្វីបានជាអ្នកនៅទីនេះវាជាការជួបជុំថ្នាក់ខ្ញុំមិនមែនជាមិត្តរួមថ្នាក់ទេមូបេបាទលើកនេះឯងនៅសុខសប្បាយទេបាទខ្ញុំមិនចាក់ចេញទេល្អដែលអ្នកមិនបានចាក់ចេញប្រសិនបើអ្នកចាក់ចេញម្ដងទៀតចុះសារសនៅផ្ទះវិញហាហាបាទកាលពីពេលនោះអ្នកនឹងសារគឺអស្ចារ្យណាស់ចិត្តដូចជាអ្នកជាស្រមោលរបស់នាងតែងតែដាក់ស្លាកជាមួយនាងយើងទាំងអស់គ្នាគិតថាអ្នកទាំងពីរនឹងបញ្ចប់ជាមួយគ្នាប៉ុន្តែអ្នកគ្រាន់តែចាក់ចេញដោយស្ងៀមស្ងាត់ You were such a jerk កុំនិយាយបែបនោះអ្នកនិយាយត្រូវខ្ញុំត្រឡប់ទៅជាស្រមោលរបស់លេងយ៉ាវយ៉ាវម្ដងទៀតរៀបចំរួចហើយអូទេសំបីតែយ៉ាវយ៉ាវក៏ចូលចិត្តអ្នកឥឡូវនេះដែរឥឡូវនេះអ្នកមិនអាចសំបីតែជាភាគីខាងនាងជាងម៉ូបេបាត់អ្នកត្រូវព្យាយាមឲ្យខ្លាំងជាងនេះធុញណាស់គ្រាន់តែអង្គុយតោះលេងហ្គេមបាត់គំនិតល្អ
ហ៊ានស្មោះត្រង់ខ្ញុំមិនបានលេងតាមអាយុទេតោះទៅអូមិនលេងទេអ្នកប្រកាសជាឡើងទៅអ្វីមួយជាងម៉ូបេតើអ្នកខ្លាចក្នុងការលេងទេបាទខ្ញុំតោះមកធ្វើអ្នកណាមិនលេងជាអ្នកចាញ់អីយ៉ាតោះទៅបាទយ៉ាវឈ្នះម្ដងទៀតនាងតែងតែឈ្នះខ្ញុំបានឈ្នះជុំនេះខ្ញុំជ្រើសរើស Fizinian សម្រាប់ហ៊ានអូជ្រើសរើសក្មេងស្រីនៅទីនេះគ្រាន់តែថើបនាងឬផឹកប្រសិនបើអ្នកមិនព្រមនោះច្រើនបន្តិចមែនអត់អូតើអ្នកកំពុងធ្វើអ្វីអីយ៉ាហេតុអ្វីបានជាអ្នកនៅទីនេះបើខ្ញុំមិនបង្ហាញខ្លួនទេខ្ញុំមិនដឹងថាអ្នកឯងធ្វើបែបនេះពីក្រោយក្នុងខ្ញុំទេលោកលេងយ៉ាវអ្នកតូចគួរឲ្យស្រឡាញ់មិនហ៊ានចែកចង់បងស៊ីអូនតើអ្នកពិការភ្នែកទេមិនត្រូវការភ្នែកទេក៏អាចបរិច្ចាគពួកគេទៅនរណាម្នាក់ផងដែរបិទស្រីរបស់អ្នកមានរសជាតិអាក្រក់កញ្ញាសេនសូមមើលមាត់ផងចងចាំភាសារបស់អ្នកអ្វីមិនចូលចិត្តរបៀបដែលខ្ញុំនិយាយរួចឈប់ប្រព្រឹត្តអំពើអាក្រក់លោកលេងយ៉ាវខ្ញុំកំពុងព្រមានអ្នកនឹងមិនតែងតែមានសំណាងនេះលេងយ៉ាវអ្នកត្រូវបានបណ្តេញចេញគ្មានលក់តាមផ្លូវនៅទីនេះទេអ្នកបានលបួងគូដណ្ដឹងរបស់នរណាម្នាក់តើអ្នកមិនដឹងថាអ្នកបានធ្វើអ្វីខ្លះទេលោកលេងយ៉ាវកញ្ញាសិនអ្នកហាក់ដូចជាចូលចិត្តធ្វើរឿងស្រមោលនៅពីក្រោយក្នុងមនុស្សវាជាការបំភ្លេចបំផ្លាញអ្នកដទៃអ្នកគិតថាជាអ្នកមាននឹងមានអំណាចមានន័យថាអ្នកអាចធ្វើអ្វីដែលអ្នកចង់បានប៉ុន្តែកុំភ្លេចសំបីតែទន្សាយខំមួយរុញសំណាងរបស់ខ្ញុំមិនមែនជាអាជីវកម្មរបស់អ្នកទេមិនចាំបាច់បារម្ភពីខ្ញុំទេប៉ុន្តែសំណាងរបស់អ្នកហៀបនឹងផ្លាស់ប្ដូរស៊ីណេនសុំទោសអ្នកទាំងអស់គ្នាខ្ញុំត្រូវទៅខ្ញុំកំពុងចាក់ចេញឥឡូវនេះខ្ញុំនឹងទៅផងដែរជួបគ្នាពេលក្រោយលាហើករ៉ាវយ៉ាវកញ្ញាសិនគិតពីមុខជំនួញរបស់អ្នកជាមុនសិនក្រៅពីនេះសែនសូប្រហែលជាមិនចង់ជួបអ្នកឥឡូវនេះទេកុំប្រាកម្លាំងតើអ្នកគិតថាខ្ញុំខ្លាចអ្នកទេនាំវាមកបងប្រុសសានយុនឈប់ឆ្លោះគ្នាទៅអ្នកគួរតែរីករាយដែលខ្ញុំមិនវាស្ត្រីបងប្រុសសានយុនឈឺទេបងសានយុនអ្នកធ្វើបាបខ្ញុំចង់បានការពន្យល់អ្វីតើអ្នកបានធ្វើចំពោះលេងយ៉ាវទេខ្ញុំមិនបានធ្វើអ្វីទេពិតជាតើខ្ញុំអាចធ្វើអ្វីបានខ្លះហេតុអ្វីបានជាអ្នកធ្វើបាបខ្ញុំយ៉ាងនេះតើលេងយ៉ាវអស្ចារ្យយ៉ាងណាហេតុអ្វីបានជាអ្នកការពារបែបនេះអាជីវកម្មរបស់ខ្ញុំវាមិនមែនជារបស់អ្នកទេបងប្រុសសានយុនលេងយ៉ាវនាងគ្រាន់តែជាអ្នកកំណត់ម៉ោងពីប៉ុណ្ណោះនោះគឺជាអ្វីមួយដោយសេញ៉ូនអ្នកឈឺចាប់ខ្ញុំនឹងទៅមន្ទីរពេទ្យជាមួយអ្នកចូលយ៉ាងអ្នកមានឱកាសមួយដើម្បីមកស្អាតហ្វូសៀនអ្នកជាមនុស្សពេញវ័យហើយឥឡូវនេះនៅតែប្រយុទ្ធជាមួយអ្នកដទៃក្មេងមែនទេគាត់វាខ្ញុំកាន់តែខ្លាំងខ្ញុំជាវិជ្ជបណ្ឌិតខ្ញុំដឹងថាកន្លែងដែលវាឈឺជាងគេអូងាយស្រួលឈឺណាស់យល់ហើយគ្មាននរណាម្នាក់អាចធ្វើបាបអ្នកបានទេបើគ្មានអ្វីទៀតទេលោកហ្វឹកខ្ញុំនឹងត្រឡប់ទៅវិញមុនគេរងចាំតើអ្នកដោះស្រាយជាមួយមនុស្សទាំងនោះដោយរបៀបណានៅថ្ងៃនោះកញ្ញាលីនីបានដួលសន្លប់ភ្លាមប្រជាជនយើងទាំងអស់គ្នាបានទៅមន្ទីរពេទ្យដែរដូច្នេះពួកគេបានចេញទៅបាត់ប៉ុន្តែខ្ញុំបានរកឃើញថាអ្នកដឹកនាំគឺយ៉ាងលៀងគាត់ធ្វើការនៅ Shen Group តើ Sherry ដោះស្រាយធ្វើដូចចោលអ្នកគូតែបានជួបគាត់នៅមុខលោកហ្វូច្រើនជាងម្ដងអូប្រធានហ្វូតើអ្នកចាំទេយើងក៏រត់ទៅរកគាត់នៅ Shen Group ថ្ងៃមុនដែរគាត់កំពុងទាញកញ្ញាលីនគួរឲ្យស្រឡាញ់ណាស់ថ្ងៃនេះអ្នកនឹងផ្ដល់ឲ្យមិនចង់អ្នកនៅតែត្រូវពេលក្រោយស្វែងរកមនុស្សម្នាក់នេះឲ្យខ្ញុំអូតើអ្នកចង់និយាយអ្វីប្រធានហ្វូខ្ញុំខ្លាចរឿងនេះពាក់ព័ន្ធនឹងកញ្ញាសេនហេតុអ្វីបានជាអ្នកនិយាយដូច្នេះប្រធានហ្វូបន្ទាប់ពីអ្នកបានជួយសង្គ្រោះកញ្ញាលីននៅថ្ងៃនោះអ្នកទើបតែចាក់ចេញយើងត្រូវបានជួបជាមួយកញ្ញាសេនប៉ុន្តែអ្នកក្រោកឈរឡើងនៅនាទីចុងក្រោយអ្នកសង្ស័យសេនអ្នកគ្រាន់តែសម្រាប់រឿងនោះជាការលាតសន្ធឹងបាទហើយថ្ងៃនេះដែលនៅពេលដែលខ្ញុំពិនិត្យមើលគម្រោងខ្ញុំបានរកឃើញថា Shen Group បានបណ្ដេញកញ្ញាឡែង
កញ្ញាសេនជាអ្នកបញ្ជាខ្លួនឯងអ្វីប្រធានហ្វូគិតថាខ្ញុំឆ្អែតពេកទេស្វែងរកយ៉ាងលៀងសម្រាប់ខ្ញុំជាមុនសិនបាទជំរាបសួរលោកគ្រូនេះជាប្រវត្តិរូបសង្ខេបរបស់ខ្ញុំសូមក្រឡេកមើលវាជារបស់នាងតើមានអ្វីខុសប្រវត្តិរូបសង្ខេបរបស់ខ្ញុំមានបញ្ហាមែនទេកញ្ញាឡើងប្រវត្តិរូបសង្ខេបរបស់អ្នកពិតជាគួរឲ្យចាប់អារម្មណ៍និងគួរឲ្យកត់សម្គាល់ណាស់ប៉ុន្តែជាអកុសលយើងមិនអាចជួយអ្នកបានទេហេតុអ្វីសូមចាក់ចេញយើងត្រូវសម្ភាសអ្នកដទៃប៉ុន្តែវាគ្រាន់តែជាការឃ្លាំមើលភាពអយុត្តិធម៌នេះប៉ុណ្ណោះអាឡេសឪពុកម្ដាយប្រហែលជាវាមិនមែនទេតើអ្នកណែណានេះគឺជាពេលវេលារបស់ខ្ញុំអ្នករស់នៅទីនេះប៉ុន្តែវាគឺកុសលកាលនោះខ្ញុំខ្លាំងណាស់ថ្ងៃនេះដោយសារតែមាននរណាម្នាក់រួយបារម្ភម្ដងទៀតសម្រាប់កិច្ចការរបស់ខ្លួនអ្វីគ្រប់យ៉ាងនៅក្នុងវាបន្ទាប់មកអ្នកអាចធ្វើវាបានហើយទទួលយកវាមកខ្ញុំគាត់គ្រាន់តែមានជំនាញសង្គមដ៏អស្ចារ្យប៉ុន្តែតើអ្នកទាំងអស់គ្នានៅពេលណាគ្មានយោបល់ទេគ្មានចេតនាសម្លាប់នោះអាក្រក់ណាស់តើខ្ញុំត្រូវបានគេបោកអ្នកដឹងជើងខ្ញុំជាប់ក្នុងបញ្ជីខ្មៅក្នុងឧស្សាហកម្មនេះថ្ងៃនេះនៅក្រុមហ៊ុននោះយ៉ាងហោចណាស់ធនធានមនុស្សមានចិត្តល្អបើមិនដូច្នេះទេខ្ញុំពិតជាចាប់ផ្ដើមសង្ស័យខ្លួនឯងខ្ញុំនឹងជួសជុលវាសម្រាប់អ្នកឥឡូវនេះមិនចាំបាច់ទេខ្ញុំមិនដែលមានន័យថាចង់បានរវាងអ្នកនិងកញ្ញាសិនដូច្នេះសូមពន្យល់រឿងដល់គូដណ្ដឹងរបស់អ្នកកុំឃើញខ្ញុំជាគូប្រជែងគូដណ្ដឹងមិនមានអ្វីវៀងពួកយើងទេឪពុកម្ដាយរបស់យើងគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះយើងធំឡើងជាមួយគ្នាខ្ញុំឃើញនាងជាបងស្រីកុំយល់ច្រឡំទំនាក់ទំនងរបស់អ្នកមិនចាប់អារម្មណ៍ខ្ញុំទេខ្ញុំមិនខ្វល់ទេខ្ញុំទៅតែបានឬពីអ្នកដទៃហ្វូស៊ីនៀនខ្ញុំពិតជាអរគុណអ្នកដែលបានជួយសង្គ្រោះបងប្រុសរបស់ខ្ញុំក្នុងគ្រាដ៏លំបាកនោះប៉ុន្តែថ្មីនេះខ្ញុំមានអារម្មណ៍ថាមានបញ្ហាប៉ុន្តែលេងជោស្រាប់តែអ្នកព្យាយាមថាបខ្ញុំនៅមុខសិនយិននោះគឺជាការបង្កហេតុគ្រាន់តែសងសឹកសុំទោសប៉ុន្តែចុះខ្ញុំវិញតើខ្ញុំជាអ្វីទៅអ្នកហេតុអ្វីបានជាអ្នកនៅទីនេះអ្នកណាប្រាប់អ្នកឲ្យមកកញ្ញាសេនថ្ងៃនេះខ្ញុំបានទូរស័ព្ទទៅអ្នករាប់មិនអស់អ្នកមិនបានឆ្លើយម្ដងទេខ្ញុំគ្មានជំរឿទេដូច្នេះខ្ញុំមកហេតុអ្វីបានជាអ្នកស្វែងរកខ្ញុំតើយើងមិនយល់ព្រមទេលុយសម្រាប់ការងារអ្នកមិនបានសូម្បីតែបញ្ចប់ការងារខ្ញុំក៏មិនបានបន្ទោសអ្នកដែរតើអ្នកចង់បានអ្វីទៀតនោះមិនមែនជារបៀបនោះទេកញ្ញាសេនអ្នកគ្រាន់តែប្រាប់ខ្ញុំឲ្យខ្លាចលេងយ៉ាវមិនដែរនិយាយទេខ្ញុំត្រូវតែធ្វើបាបហ្វីស៊ីញ៉ានឥឡូវនេះបូរ៉ាហ្វាសកំពុងដេញខ្ញុំពេញទីក្រុងតើអ្នកមិនគួរទទួលខុសត្រូវទេមិនមែនជាបញ្ហារបស់ខ្ញុំទេហើយកញ្ញាសេនអ្នកកំពុងបំបែកកូដនៅទីនេះខ្ញុំគ្រាន់តែចង់ថ្លឹងថ្លែងខ្ញុំគ្រាន់តែចង់ថ្លឹងថ្លែងដើម្បីរស់វាមិនពិបាកសម្រាប់អ្នកទេឈានដល់ចំណុចផ្ដល់ឲ្យខ្ញុំ1 លានខ្ញុំសន្យាថានឹងចាក់ចេញពីយ៉ាងឆេងនៅពេលដែលខ្ញុំទទួលបានលុយខ្ញុំនឹងមិនបង្ហាញមុខអ្នកទៀតទេអ្វី1 លានតើអ្នកឈួតទេហេតុអ្វីបានជាខ្ញុំត្រូវឲ្យអ្នកច្រើនយ៉ាងនេះលេងយ៉ាវក្មេងតូចម្នាក់នោះហ៊ានលួចមនុស្សខ្ញុំនោះហើយជាមូលហេតុដែលខ្ញុំប្រកាសថាអ្នកមិនចង់ឲ្យការថតនេះបញ្ចប់ដោយហ្វីស៊ីញ៉ានទេបើអ្នកមិនជួយខ្ញុំទេខ្ញុំត្រូវតែទៅអង្វរហ្វីស៊ីញ៉ានឲ្យអាណិតយកលុយហើយវង្វេង
រួមម្យ៉ាងទៀតខ្ញុំមិនឲ្យអ្នកចាក់ចេញដោយញីនោះទេទីសញ្ញាពិបាកដោះស្រាយខ្ញុំក៏មិនងាយញ៉ៃញ៉ៃដែរកុំបារម្ភកញ្ញា Shen ខ្ញុំនឹងមិនហ៊ានឆ្លងអ្នកទេទូរស័ព្ទអត់ទោះតើឡាញឆាមិននៅក្នុងបន្ទប់ណាដើរជុំវិញជ្រុងហើយត្រង់ទៅមុខបន្ទប់ B9 លោកម្ចាស់តើអ្នកត្រូវការឲ្យខ្ញុំណែនាំអ្នកទេសូមអរគុណមិនចាំបាច់ទេអូតើអ្វីនាំប្រធានហ្វូមកទីនេះសូមអរគុណខ្ញុំមកទីនេះដើម្បីមើលបងប្រុសរបស់អ្នកបាត់ឆាមិននេះជាប្រធានហ្វូសូមអរគុណដល់គាត់ការវះកាត់របស់អ្នកអាចចាប់ផ្ដើមសូមអរគុណលោកប្រធានហ្វូហើយខ្ញុំមកបងប្អូនគីយ៉ាគីតើអ្នកមានបញ្ហាអ្វីលោកបណ្ឌិតច័ន្ទលទ្ធផលប្រឡងឡើងវិញរបស់បន្ទប់302ចេញហើយមិនអីទេយល់ហើយខ្ញុំនឹងត្រឡប់ទៅធ្វើការវិញអូប្រធានហ្វូថ្ងៃនេះមិនរវល់ទេតើក្រុមហ៊ុនរបស់អ្នកសាយថនទេពេលនេះឡាញឆាមិនយ៉ាងម៉េចហើយហ្វូសានៀនតើអ្នកនៅទីនេះទេគ្រូសាអ្នកណាថាអ្នកសួរខ្ញុំគ្រាន់តែចង់ជួយជំនួយរបស់អ្នកជាលើកចុងក្រោយស្ទើរតែដេញយ៉ាវដល់ទីបញ្ចប់វាល្អគ្រប់គ្រាន់ហើយប្រសិនបើអ្នកមិនបង្កបញ្ហាដល់នាងទៀតទេពីស្អីអ្នកចូលចិត្តយ៉ាវយ៉ាវមែនទេខ្ញុំបានកត់សម្គាល់ការពីវិទ្យាល័យប៉ុន្តែសុំទោសខ្ញុំក៏ចូលចិត្តនាងដែរអ្នកគ្មានឱកាសទេតើអ្នកបានផ្ញើសំណើទៅលេងយ៉ាវយ៉ាវទេវាត្រូវបានផ្ញើកាលពី3ថ្ងៃមុនបង្ហាញជាពណ៌ក្រហមប៉ុន្តែគ្មានការឆ្លើយតបទេហើយនាងម្ដងទៀតមិនអីទេសួស្ដីតើនេះជាអ្នកណាកញ្ញាលេងនេះគឺជាហិលមកពីហ្វុករូបយើងបានផ្ញើការបដោជូនឲ្យអ្នកកាលពី2ថ្ងៃមុនតើអ្នកបានពិចារណាហើយឬនៅសុំទោសខ្ញុំមានអារម្មណ៍ថាជំនាញរបស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់ការងាររបស់អ្នកទេខ្ញុំមិនបានពិចារណាវាសម្រាប់ពេលនេះសូមអរគុណតើខ្ញុំមានឱកាសទេវាមិនអាស្រ័យលើអ្នកទេហ្វូសានៀនតើអ្នកស្គាល់យ៉ាវយ៉ាវទេតើអ្នកចូលចិត្តនាងទេឬអ្នកគ្រាន់តែឈ្លក់វង្វេងខ្ញុំបានស្គាល់នាងគ្រាន់តែមិនប្រកាសអំពីព័ត៌មានលម្អិតគ្រូសាលេងបានខ្សែធនដូច្នេះហើយភ្លាមនោះគ្រូសារបស់អ្នកទាំងពីរបានជិតស្និទ្ធនឹងគ្នាជាច្រើនចំនួនអ្នកតែងតែមានទំនាក់ទំនងអាជីវកម្មដឹងតែងខ្ញុំក៏ចង់ដឹងដែរហើយអ្វីបានជាគ្រូសាលេងបែកបាក់គ្នាប៉ុន្តែគ្រូសាយ៉ែងរបស់អ្នកគឺល្អណាស់ដូច្នេះអ្នកពិតជានឹងមិនទទួលបានទេអ្នកមិនអាចមើលថែនាងដូចខ្ញុំទេម៉ាក់ប៉ាតើមានអ្វីកើតឡើងហេតុអ្វីបានជាគេដកការវិនិយោគភ្លាមម៉ូបេនេះបានរីកចម្រើនអាជីវកម្មអ្នកនៅក្មេងពេកនៅឆ្ងាយពីវាគ្រួសាររបស់ពូលីនស្ថិតក្នុងគ្រាដ៏លំបាកទោះយើងមិនជួយក៏មិនគួរចាក់គេពីក្រោយដែរតើអ្នកកំពុងនិយាយអ្វីតើខ្ញុំខុសទេរ៉ាវជើធ្វើឲ្យអ្នកត្រឡប់មកវិញហើយបង្កបញ្ហាតើយ៉ាវយ៉ាវមានរឿងអ្វីខ្លះចំពោះរឿងនេះអ្នកផងដែរខ្វល់តែរឿងចំណេញតើអ្នកខុសពីអ្នកវាពីក្រោយយ៉ាងណាពុកម៉ែនេះជារបៀបដែលអ្នកនិយាយជាមួយឪពុកម្ដាយរបស់អ្នកគាត់គ្រាន់តែជាក្មេងទូរស័ព្ទចល័តមិនទាន់ពេញវ័យអ្នកចេញទៅឥឡូវនេះខ្ញុំគិតថាយើងគួរតែផ្ញើទូរស័ព្ទទៅបរទេសទៅរៀនកូនប្រុសល្ងងរបស់យើងគិតតែពីកូនស្រីរបស់លីនបើនៅតែបន្តទៀតគ្រួសារយើងនឹងមិនមានសន្តិភាពទេខ្ញុំធ្លាប់និយាយរួចហើយតែស្រីនោះមានល្បិចប៉ុន្តែអ្នកបានបន្តជំរុញពួកគេជាមួយគ្នាគ្រប់គ្រាន់កុំខឹងជូគ្រួសាររបស់ខ្ញុំបានបំពេញទម្រង់សាលារបស់ខ្ញុំនឹងចេញទៅបរទេសក្នុងរយៈពេល2ថ្ងៃនោះជាការល្អតើអ្នកមិនតែងតែចង់ទៅសិក្សានៅបរទេសទេអបអសាទរអ្នករបស់អ្នកសូមទោសខ្ញុំពិតជាបានព្យាយាមនិយាយពួកគេគ្រួសារខ្ញុំពួកគេកុំយកវាដូចនោះការសម្រេចចិត្តរបស់ពូជុងគឺអាចយល់បានឪពុកម្ដាយខ្ញុំនិងខ្ញុំទទួលបានវាគ្រួសាររបស់យើងគ្រាន់តែគ្រប់គ្រងមិនបានល្អយើងបានដកប្រាក់របស់យើងចេញដើម្បីរក្សាទ្រព្យសម្បត្តិឲ្យមានសុវត្ថិភាពគ្រួសារយើងមិនគួរអូសទាញអ្នកមកជាមួយយើងទេនិយាយអញ្ចឹងតើអ្នកនឹងរៀនគ្រប់គ្រងអាជីវកម្មទេឪពុករបស់ខ្ញុំមានសៀវភៅដ៏កម្រមួយចំនួនដែលខ្ញុំនឹងយកទៅឲ្យអ្នកពេលក្រោយប៉ុន្តែខ្ញុំបានដាក់ពាក្យចូលសាលាពេទ្យរួចហើយជាមួយសាលាតើអ្នកមិនចង់សិក្សាមុខចំនួនទេមិនមានទៀតទេពេលខ្ញុំយកស្បែកក្បាលខ្ញុំពិតជាមានអារម្មណ៍កក់ក្ដៅខ្លះប៉ុន្តែវាលនេះគឺសាហាវពេកខ្ញុំខ្លាចថ្ងៃណាមួយខ្ញុំនឹងប្រែទៅជាអស្ចារ្យហ្វូស៊ីនៀនអ្នកដឹងទេនៅពេលដែលខ្ញុំឮថាបងប្រុសរបស់ឡាញឈឺមួយផ្លែតខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្ញុំទទួលស្គាល់ថាការគិតបែបនេះធ្វើឲ្យខ្ញុំតូចចិត្តប៉ុន្តែប្រហែលជានេះជាឱកាសរបស់ខ្ញុំពីខាងលើឱកាសដើម្បីជួសជុលកំហុសរបស់គ្រួសារយ៉ងលាហើយអ្នកច្បាស់ជាមានអារម្មណ៍ថាអស់សង្ឃឹមណាស់កាលពីពេលនោះ
ហើយឈឺខ្លាំងណាស់ដូច្នេះទោះបីជាយ៉ាងណាក៏ដោយខ្ញុំមិនថយក្រោយឡើយខ្ញុំក៏មិនមែនដែរលោកសេងម៉ូបេចូលយើងទាំងពីរពឹងផ្អែកលើសមត្ថភាពរបស់យើងលោកហ្វឹកកញ្ញាលេនបានបដិសេធការងារហេតុផលនាងបាននិយាយថានាងមិនអាចគ្រប់គ្រងតួនាទីដែលយើងផ្ដល់ជូនបានទេនាងពិតជាមិនចង់ទទួលយកសេចក្តីសប្បុរសរបស់ខ្ញុំទេឬនាងចង់គេចពីការសង្ស័យដោយសារតែសេនយិនឬសេងម៉ូបេឬនាងមិនជឿលើខ្លួនឯងគ្មានទំនុកចិត្តដូច្នេះយើងគួរឲ្យអ្នកដទៃដឹងថាវិធីដែលកញ្ញាលេនអាចរកការងារបានងាយស្រួលជាងទេការងារទាំងនោះមិនសមនឹងនាងទេលោកហ្វឹកបំណងរបស់អ្នកពិតជាច្បាស់ណាស់រ៉ាវចៅបានទៅសម្ភារមួយទៀតហើយឬនៅបាទសម្ភាររាល់ថ្ងៃមិនមែនឆ្លងតែមួយទេការជួលខែក្រោយមានបញ្ហាមួយថ្ងៃមុនម្សិលមិញខ្ញុំបានឃើញបុរសម្នាក់ជិះរថយន្តទំនើបមួយគាត់បានចូលទៅក្នុងកន្លែងរបស់នាងស្នាក់នៅមួយរយៈមុនពេលគាត់ចាក់ចេញព្រះឲ្យនាងពិតជាទៅរកវាមនុស្សគ្រប់គ្នាស្គាល់បុរសនៅក្នុងរថយន្តទំនើបពួកគេទាំងអស់សុទ្ធតែចាស់ហើយអាក្រក់មិនមែនវងប្តីរបស់អ្នកទៅរំរយកប្រាថ្នាចង់បានត្រឹមតែព្យួរលើស្ត្រីចំណាស់ទាំងនោះប្រហែលដោះស្រាយរបស់ខ្លួនឯងជាមុនសិនអីយ៉ាសំខាន់ណាស់លោកហ្វូបើមិនមានអ្វីផ្សេងទៀតខ្ញុំមានកិច្ចសម្ភារឆាប់ការផ្ដល់ជូនឲ្យអ្នកបិទវាចោលអ្នកចង់ត្រូវអ្នកដទៃចំអកជាងប្រសិនបើអ្នកខ្លាចនោះជំពាក់ខ្ញុំលេងយ៉វដែលខ្ញុំដឹងថាមិនមែនជាមនុស្សកំសាកទេយ៉ាងហោចណាស់ស្ដាប់វាចេញមុនពេលអ្នកបដិសេធនៅតែប្រើលេខអាក្រក់នោះថាមិនមានលក្ខណៈសម្បត្តិប្រសិនបើនោះជារបៀបដែលអ្នកឃើញខ្លួនឯងពិតប្រាកដបន្ទាប់មកខ្ញុំស្នើឲ្យអ្នកឈប់ដាក់ពាក្យការងារអ្នកនឹងមិនត្រូវបានគេជួយយ៉ាងណាក៏ដោយខ្ញុំជឿថាគ្មានក្រុមហ៊ុនទេធ្លាប់នឹងទទួលយកមាននរណាម្នាក់អសមត្ថភាពបន្ទាប់មកខ្ជិលដូចអ្នកអាចបន្តលក់អាហារសម្រន់អង្គភាពមួយចំនួននៅជាន់ក្រោមតែងតែស្វាគមន៍តូបរបស់អ្នកនេះជាការងារដែលខ្ញុំចង់ប្រគល់ឲ្យអ្នកពីមុនឥឡូវនេះអ្នកត្រូវបានគេបណ្ដេញចេញនិងដាក់ក្នុងបញ្ជីខ្មៅដោយគ្មានហេតុផលបើគ្រាន់តែចូលចិត្តបែបនេះបន្ទាប់មកខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេប៉ុន្តែខ្ញុំផ្ដល់ឲ្យអ្នកនៅឱកាសចុងក្រោយមួយមានការប្រជុំគម្រោងនៅម៉ោង 10 ព្រឹកថ្ងៃស្អែកលីនចៅជាវកុំធ្វើឲ្យខ្ញុំខកចិត្តប្រធានហ្វូអ្នករាល់គ្នានៅទីនេះតោះចាំយូរបន្តិចខ្ញុំគ្រាន់តែបានសួរហើយមុននេះអ្នកស្រីលីនប្រហែលជាមិនមកទេឬខ្ញុំអាចទូរស័ព្ទទៅលោកស្រីលីនម្ដងទៀតមិនចាំបាច់ទេតោះទៅបន្ទប់ប្រជុំសិនមិនអីទេលោកហ្វូសូមអភ័យទោសចំពោះការចំណាយពេលខ្លះជាមួយការឡើងយន្តហោះនៅព្រឹកនេះវាចំណាយពេលយូរបន្តិចសង្ឃឹមថាខ្ញុំនៅតែអាចធ្វើវាដល់ការប្រជុំអ្នកធ្វើវាទាន់ពេលនេះគឺជាអ្នកចាត់ការរងថ្មីរបស់យើងគឺកញ្ញាលីនីនាងបានធ្វើការនៅ Chance ពីមុនខ្ញុំជឿលើនាងសមត្ថភាពនាងគួរតែនាំមកនៅគំនិតច្នៃប្រឌិតបន្ថែមទៀតដល់ក្រុមរបស់យើងត្រូវហើយ Chance នាយករងនៅអាយុរបស់នាងមិនដែលលើពីនាងទេតើ Chance មានអ្នកបែបនេះទេព័ត៌មានលម្អិតអំពីគម្រោងរបស់យើងស្ទើរតែត្រូវបានកំណត់ការនាំអ្នកថ្មីមកឥឡូវនេះមានន័យថាមានពេលវេលាច្រើនទៀតដើម្បីឲ្យគេសម្រេចបានលបឿនវាអាចធ្វើឲ្យយើងយឺតគ្មាននរណាម្នាក់និយាយថាយើងនឹងបន្ថែមបុគ្គលិកពីមុនទេលោកហ្វូតើនាងពិតជាមែនទេនៅទីនេះដើម្បីធ្វើការយើងគ្រាន់តែទទួលបានចំណងជើងដ៏ស្រស់ស្អាតចំណងជើងដែលបានបិទបានយ៉ាងល្អខ្ញុំគ្រាន់តែបារម្ភថានាងនឹងពឹងផ្អែកលើការគ្រប់គ្រងរបស់លោកហ្វូធ្វើដូចជានាងដឹងរឿងទាំងអស់ចៅវាយទាំងអស់នៅជុំវិញនោះនឹងធ្វើឲ្យការងារនេះពិបាកអ្នករាល់គ្នាខ្ញុំដឹងខ្ញុំនៅទីនេះថ្មីខ្ញុំនៅក្មេងណាស់ហើយមិនមែនអញ្ចឹងទេមានបទពិសោធន៍មិនមានលក្ខណៈសម្បត្តិដូចអ្នកទាំងអស់គ្នាទេប៉ុន្តែមុននឹងសម្រេចចិត្តអ្នកអាចធ្វើបានពិនិត្យមើលសំណើរបស់ខ្ញុំផែនការនេះដែលខ្ញុំបានធ្វើផ្ដោតលើគំនិតស្នូលនិងការអភិវឌ្ឍម៉ាកយីហោរបស់យើងផលិតផលថ្មីចំណុចទី1ការជួសជុលស្បែកស្រទាប់ដូច្នេះយើងមានគោលដៅសម្រាប់តម្លៃដ៏អស្ចារ្យជាមួយនឹងថវិកាតម្លៃមិត្តភាពជាដំបូងសូមអរគុណដល់អ្នកណែនាំរបស់យើងហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រពួកយើងដូច្នេះការជែកដេញដល់ជើងឯកតម្លៃខ្ពស់សម្រាប់ប្រាក់ប៉ុន្តែតម្លៃរបស់យើងគឺសមរម្យខ្ញុំសង្ឃឹមថាយើងអាចធ្វើការជាមួយគ្នានៅពេលនេះសង្កត់ពេញមួយយប់អ្នកដើរយ៉ាងស្ងប់ស្ងាត់អ្នកខ្លាចខ្ញុំយ៉ាងម៉េចតើអ្នកដឹងទេខ្ញុំបានស្នាក់នៅពេញមួយយប់មិនអីទេតើអ្នកដឹងទេថាខ្ញុំភ័យប៉ុណ្ណាតើអ្នកមិនខ្លាចទេខ្ញុំនឹងរញ៉ៃរឿងហើយដាក់អ្នកនៅចំពោះមុខអ្នកដទៃខ្ញុំដឹងថាអ្នកនឹងធ្វើបានល្អហេតុអ្វីបានជាអ្នកប្រកបដូច្នេះខ្ញុំស្រមៃមើលករណីល្អបំផុតប៉ុន្តែខ្ញុំមិនបានរំពឹងទុកទេតើអ្នកធ្វើបានល្អជាងនេះទេ
កាន់តែប្រសើរលីនសៅអ្នកកើតមកសម្រាប់ឆាកមិនដែលគិតទេខ្ញុំចាប់ផ្ដើមបាត់បង់ជំនឿលើខ្លួនឯងប៉ុន្តែនរណាម្នាក់នឹងនៅតែជឿលើខ្ញុំសូមអរគុណហ្វូស៊ីនយ៉េនយើងបានកំណត់ពេលប្រជុំជាមួយមនុស្សមកពីឈែននៅសប្តាហ៍ក្រោយយើងនឹងជួបគ្នាប្រសិនបើអ្នកខ្លាចឃើញឈែនយ៉េនអ្នកមិនចាំបាច់ទៅទេលោកហ្វូបើអ្នកបន្តប្រើល្បិចដែលវានឹងធុញខ្ញុំគិតថាអ្នកនឹងនៅក្រៅឃុំនៅនាទីចុងក្រោយលោកហ្វូតើអ្នកមើលងាយខ្ញុំទេតើអ្នកគិតថាខ្ញុំជាមនុស្សកំសាកទេបន្តសើចចាំមើលថាតើអ្នកនៅតែអាចសើចបាននៅពេលឆាប់នេះខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តទេជាន់ខ្ពស់លេងសៅជាមួយអ្នកម្ដងទៀតជំរាបសួរលោកឈិនយើងមិនមែនជាមនុស្សចម្លែកទេវាទៅមុខសូមថែរក្សាខ្ញុំផងហេតុអ្វីបានជាខ្ញុំជួយអ្នកត្រូវបានបណ្ដេញចេញហើយតើអ្នកណាអនុញ្ញាតឲ្យអ្នកនៅទីនេះសន្តិសុខបោះនាងឲ្យខ្ញុំបានសុំនាងមកតើអ្នកដេញខ្ញុំចេញពីអ្វីលើនេះស៊ីណេងនេះជាកិច្ចប្រជុំផ្ទៃក្នុងហេតុអ្វីបានជានាំនរណាម្នាក់ដែលមិនពាក់ព័ន្ធលោកឈិនសូមអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនម្ដងទៀតខ្ញុំឈ្មោះឡាញ់យ៉ូយ៉ូនាយករងជំរឿផែនការក្រុមអាហារខ្ញុំក៏ចូលរួមកិច្ចប្រជុំនេះដែររបស់នាងឡអនុញ្ញាតឲ្យខ្ញុំមើលអ្វីដែលអ្នកអាចធ្វើបានប្រសិនបើមានសំណួរបន្ថែមគ្រាន់តែសួរប៉ុន្តែខ្ញុំមិនចង់បានមនុស្សចៃដន្យអ្នកណាខ្លះមិនដឹងពីគម្រោងមកបង្ហាញនៅទីនេះលោកឈិនខ្ញុំគិតថាផែនការរបស់អ្នកមើលទៅគួរឲ្យចាប់អារម្មណ៍ប៉ុន្តែមានបញ្ហាមួយចំនួនទី1តម្លៃឯកាគឺខ្ពស់ពេកការចំណាយគឺខ្ពស់ពេកការវិភាគគម្រោងរបស់យើងក៏យឺតពេកដែរសមាមាត្រទិន្នផលបញ្ចូលត្រូវបានបិទដូច្នេះក្នុងរយៈពេលខ្លីយើងមិនអាចទទួលបានឥទ្ធិពលម៉ាកយីហោខ្លាំងនោះទេដូច្នេះខ្ញុំគិតថាយើងគួរពង្រីកទស្សនិកជនគោលដៅរបស់យើងក្នុងកម្រិតខ្លះបន្ទាប់មកកាត់បន្ថយសម្ភារៈប្រណិតដោយវិធីនេះយើងកាត់បន្ថយការចំណាយគោលបំណងគុណភាពខ្ពស់ប៉ុន្តែជាមួយនឹងតម្លៃប្រាក់កាន់តែប្រសើរនោះយើងអាចដាក់មូលនិធិបន្ថែមទៀតទៅក្នុងប្រតិបត្តិការម៉ាកបើមិនដូច្នោះទេស្រាលល្អនៅតែត្រូវការតើអ្នកដឹងអ្វីខ្លះចាប់តាំងពីយីហោឈែនបានចាប់ផ្ដើមយើងគ្រាន់តែធ្វើការងារផ្ទាល់ខ្លួនកម្រិតខ្ពស់ប៉ុណ្ណោះដែលគ្រប់ដណ្ដប់មនុស្សកាន់តែច្រើនបើមនុស្សដូចអ្នកអាចមានលទ្ធភាពទិញបានតើមានចំណុចអ្វីលោកឈែនសូមកុំភ្លេចផែនការនេះមិនមែនផ្ដល់មូលនិធិដោយឈែនខូបទេក្រុមហ៊ុន Fuel Code ក៏បានវិនិយោគយ៉ាងច្រើនផងដែរដូច្នេះយើងមានសិទ្ធិចូលរួមក្នុងការធ្វើផែនការគម្រោងយីហោតើអ្វីផ្ដល់ឲ្យអ្នកនៅសិទ្ធិក្នុងការតំណាងឲ្យ Fuel Code ខ្ញុំមានសិទ្ធិតំណាងឲ្យ Fuel Code អ្នកគ្រប់គ្រងរោងម៉ូដែលរបស់លេងគឺជាគំនិតរបស់ខ្ញុំហើយក៏ជាគំនិតរបស់ Fuel Code ផងដែរបងប្រុសស៊ីណានអ៊ំប្រធានសេងសូមប្រើចំណងជើងនិងនាមត្រកូលនឹងការកំណត់ផ្លូវការប្រធានហ្វូផងដែរសូមទោសលោកលីននាយករងហេតុអ្វីខ្ញុំគួរបើយើងចង់ធ្វើការជាមួយគ្នាចូលរក្សាសុជីវធម៌ជាមូលដ្ឋានអ្នកបានបង្អាប់អ្នកគ្រប់គ្រងរោងលេងជាសាធារណៈបើអ្នកទូចថាមិនសុំទោសនោះខ្ញុំនឹងត្រូវមើលវាជាឈែនខូបការមិនគោរពក្រុមហ៊ុន Fuel Code បន្ទាប់មកការសហការបញ្ចប់នៅទីនេះអត់ទេបងស៊ីណានខ្ញុំនឹងសុំទោសហ្វូស៊ីណានមើលទៅពិតជាអស្ចារ្យមែនប៉ុន្តែតើអ្នកបានចូលរួមជាមួយ Fuel Code នៅពេលណាអីយ៉ាអ្នកមិនបានប្រាប់ខ្ញុំផងហើយខ្ញុំព្រួយបារម្ភអំពីអ្នកព្រលឹងខ្ញុំទើបចាប់ផ្ដើមនៅក្រុមហ៊ុនមិនយូរប៉ុន្មានទេរវល់ខ្លាំងរាល់ថ្ងៃមិនមានឱកាសប្រាប់អ្នកទេនិយាយអញ្ចឹងតើអ្នកខ្លាចជាជំនួយការរបស់ឈិនយ៉ានភ្លាមដោយរបៀបណាសុំទោសវាគឺនៅឯការជួបជុំថ្នាក់ចុងក្រោយឈិនយ៉ានបានដឹងថាខ្ញុំជាខ្លាចរបស់ហ្វូសាញនាងនឹងមិនជប់ធ្វើបាបខ្ញុំទេខ្ញុំតែងតែសួរអំពីហ្វីស៊ីញ៉ានតើខ្ញុំអាចដឹងដោយរបៀបណាប៉ុន្តែសំណងសម្រាប់ទុកព្រួយផ្លូវចិត្តបានកើនឡើងវាបានកើនឡើងច្រើនសំណងសម្រាប់ជំងឺផ្លូវចិត្តបាទអូទេខ្ញុំគិតថាខ្ញុំបានទុកទូរស័ព្ទរបស់ខ្ញុំនៅខាងក្នុងចាំបន្តិចទៅចាប់យកវាទៅបងប្រុសស៊ីនៀនហេតុអ្វីបានជាអ្នកគិតពីខ្ញុំថ្មីនេះខ្ញុំមិនគិតពីអ្នកទេយើងមិនចាំបាច់ជួបទេហេតុអ្វីតើដោយសារតែលេងយ៉ាវមែនទេតើលេងយ៉ាវល្អយ៉ាងណាអ្នកគឺជាអ្នកនាងជារបស់នាងមិនចាំបាច់ប្រៀបធៀបទេប៉ុន្តែខ្ញុំចង់ប្រៀបធៀបចាប់តាំងពីនាងបង្ហាញខ្លួនអ្នកបានត្រជាក់ខ្លាំងចំពោះខ្ញុំបងប្រុសស៊ីនៀនអ្នកមិនដូចពីមុនទេបងប្រុសស៊ីនៀនខ្ញុំមិនចូលចិត្តនាងទេខ្ញុំចង់ឲ្យអ្នកបាញ់នាងសេងយិនអ្នកត្រូវឈប់ធ្វើខ្លួនមិនសមហេតុផល
តើអ្នកចូលចិត្តនាងទេខ្ញុំមិនយល់ស្របទេខ្ញុំមិនមែនទេអ្នកមិនអាចចូលចិត្តនាងបានទេបងប្រុសស៊ីនៀនមិនអីទេអនុញ្ញាតឲ្យលេងយ៉ាវចូលរួមក្នុងគម្រោងនេះខ្ញុំសន្យាខ្ញុំនឹងមិនញញែជាមួយនាងទៀតទេតើអ្នកនឹងរៀបការជាមួយខ្ញុំទេសេងយិនខ្ញុំតែងតែឃើញអ្នកជាបងស្រីហ្វូស៊ីនៀនកាលអ្នកនៅក្មេងអ្នកបាននិយាយថានៅពេលខ្ញុំធំឡើងខ្ញុំនឹងរៀបការជាមួយអ្នកនោះគ្រាន់តែជាពាក្យក្មេងប៉ុណ្ណោះតើកុមារអាចនិយាយបានយ៉ាងដូចម្តេចសុំទោសដែលធ្វើឲ្យអ្នកយល់ច្រឡំឆ្នាំនេះសុំទោសខ្ញុំពិតជាសោកស្ដាយណាស់សុំទោសខ្ញុំមិនមានបំណងលួចស្ដាប់ទេភ្លេចភ្លាំងតោះទៅនាងជាជាវពីសញ្ញានឹងខ្លាយជារបស់ខ្ញុំប៉ុណ្ណោះយើងនឹងឃើញសៅសើយើងនឹងចាក់ចេញយករោមអ្នកទៅមុនលាមិនគួរឲ្យជឿពីសញ្ញានេះគាត់ពិតជាធ្វើការដូចឈួតហេទូរស័ព្ទតើអ្នកសម្រាប់ទេហេតុអ្វីមិនបាច់ខ្វល់ទេប្រសិនបើអ្នកសម្រាប់បន្ទាប់មកបំភ្លេចវាចាំខ្ញុំមិនបានដេកភ្ញាក់អោដែលអ្នកមិនចាំថាបានហើយបំភ្លេចវាដូច្នេះមានរឿងអ្វីគ្មានអ្វីច្រើនទេគ្រាន់តែចង់សួរអំពីជីយ៉ូមែនតើពេលនេះនាងយ៉ាងម៉េចហើយអូននៅចាំបងមានប្អូនទេគាត់ជាបងប្រុសតែមួយរបស់ខ្ញុំជាការពិតណាស់ខ្ញុំបានចងចាំកុំចេះតែថោកទាបពេកមិនអាចនិយាយបានល្អទេមកជួបនាងប្រសិនបើអ្នកចង់គ្រាន់តែសួរតាមទូរស័ព្ទតើអ្នកពិតជាមិនអីទេខ្ញុំចង់ប៉ុន្តែខ្ញុំធ្វើការយឺតរាល់ថ្ងៃម៉ោងទៅលេងនៅមន្ទីរពេទ្យមានពេលយូរខ្ញុំមិនអាចចូលបានទេមកឥឡូវនេះខ្ញុំនឹងយកអ្នកពិតជាអ្នកប្រកាសខ្ញុំនឹងទៅឥឡូវនេះប្រកាសមកខ្ញុំនៅទីនេះគ្រាន់តែឃើញនាងនៅពេលណាដែលអ្នកចង់បានវាអាស្រ័យលើអ្នកមិនអីទេខ្ញុំនឹងទៅឥឡូវនេះធ្វើដំណើរទៅផ្ទះអនុញ្ញាតឲ្យខ្ញុំជិះមិនបាច់ទេលោកហ្វូខ្ញុំអាចទៅដោយខ្លួនឯងសូមអរគុណខ្ញុំនឹងយកអ្នកតោះទៅនោះជាគំនិតរបស់អ្នកបាត់ឡើងលើជញ្ជាំងនេះស្លាប់ដែលមិនចេះអត់ធ្មត់គឺនៅទីនោះហើយអញធ្ងន់ធ្ងរទេអូមកហើយកុំរវល់តើអ្នកមិននៅទីនេះដើម្បីមើលចាមិនទេខ្ញុំប្រយ័ត្នហេគ្មានផ្លូវទេវាខ្ពស់ពេកហើយសម្រាប់អ្នកនឹងមិនដួលទេខ្ញុំនឹងចាប់អ្នកទៅយឺតជាងមកខ្ញុំនៅទីនេះកុំបារម្ភខ្ញុំខ្លាចណាស់កុំខ្លាចជាមិនអីទេខ្ញុំនៅទីនេះគ្រាន់តែលោតខ្ញុំនឹងការពារអ្នកហើយអ្វីបានជាអ្នកនៅតែឈរនៅទីនោះក្រោកឡើងនៅទីនោះធ្វើអ្វីចុះឥឡូវនេះហេយើងមិនមែនជាមនុស្សអាក្រក់ទេយើងគ្រាន់តែនៅទីនេះចាក់ចេញពីប្រសិនបើអ្នកចង់ឃើញអ្នកជំងឺសូមប្រើទ្វារហើយអ្វីបានជាឡើងជាជាងជំនួសឲ្យការចាក់ចេញចុះឥឡូវនេះកាប់ឡើងហើយប្រញាប់ឡើងហើយតើអ្នកកំពុងធ្វើអ្វីហេតើអ្នកជាវិជ្ជាបណ្ឌិតប្រភេទណាអ្នកមើលទៅដូចជាវាប្រែថាអ្នកមានអ្វីផ្សេងទៀតកំពុងកើតឡើងអ្នកពិតជាបានមកឡើងជាជាងជាមួយយ៉ាងយូវីលោកហ្វតើយើងគួរទៅជួយអ្វីមិនសមហេតុសមផលអូហូយ៉ាងយូវីអ្នកបាននាំមនុស្សឡើងជាជាងមន្ទីរពេទ្យតើអ្នកកំពុងព្យាយាមធ្វើអ្វីយើងមិនបានធ្វើវាចប់ផងហើយខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេខ្ញុំស្គាល់ថាមិនលើកក្រោយទេតើនឹងមានពេលក្រោយទេខ្ញុំគ្រាន់តែចង់ឲ្យមិត្តរបស់ខ្ញុំឃើញអ្នកជំងឺដើម្បីទស្សនាមានកំណត់ម៉ោងទស្សនាប្រសិនបើអ្នកទាំងអស់គ្នាបានធ្វើអ្វីដែលអ្នកបានធ្វើកន្លែងនេះនឹងមានភាពវឹកវរនាយកខ្ញុំពិតជាសុំទោសខ្ញុំបានអង្វរមកវេខ្ញុំបានឲ្យគាត់ជួយខ្ញុំឡើងដកដង្ហើមធំស្រីស្អាតបែបនេះឥឡូវនេះនាងត្រូវបានដឹកនាំឲ្យវង្វេងនៅឲ្យឆ្ងាយពីអ្នកបង្កបញ្ហានេះនៅពេលក្រោយពួកខ្ញុំមិនចូលចិត្តអ្វីដែលអ្នកនិយាយទេហើយនេះមិនមែនជាវេនរបស់អ្នកដើម្បីនិយាយទេជួបគ្នាថ្ងៃស្អែកអ្នកនឹងធ្វើការឆ្លុះបញ្ចាំងខ្លួនឯងយ៉ាងជ្រាលជ្រៅនៅចំពោះមុខគ្រូពេទ្យទាំងអស់លើក្រោយឯងធ្វើរឿងឈួតនេះខ្ញុំនឹងទូរស័ព្ទទៅឪពុកម្ដាយឯងប្រាប់ពួកគេឲ្យនាំអ្នកទៅផ្ទះដូច្នេះអ្នកនឹងមិនធ្វើឲ្យខ្ញុំមានបញ្ហាទៀតទេនៅទីនេះនាយកប្រហែលជានេះស្ងាត់ខ្ញុំជាក្បាលអ្នកចេញបាត់ចេញទាំងអស់គ្នាសុំទោសនាយកសំណាងអាក្រក់ណាស់មិនបានទៅជួបគាត់ទេតែត្រូវគេស្ដីបន្ទោសហាហារែងលឺសអ្នកខ្ញុំឃ្លានខ្ញុំក៏បន្តិចដែរតោះញ៉ាំបាទតោះញ៉ាំតើយើងគួរញ៉ាំនៅឯណាយ៉ាងលឺសកុំបារម្ភអី
អនុញ្ញាតឲ្យខ្ញុំបង្ហាញអ្នកនៅជុំវិញតោះទៅញ៉ាំយឺតអរគុណ Taylor Bro ថ្ងៃនេះអ្នកនឹងសាកល្បងធ្វើម្ហូបរបស់ខ្ញុំមើលនេះហេអីយ៉ាតើយើងគួរទទួលបានអ្វីទៀតតោះទៅយកសាច់អីយ៉ាមួយនេះវាមានក្លិនអស្ចារ្យអូហូមិនអីទេសាកល្បងប្រាកដអញ្ចឹងហេតើអ្នកជាក្មេងទេអ្នកមានពងបែកពីកម្ដៅមិនអីទេខ្ញុំនឹងសាកល្បងភ្លក់វាមុំតើវាល្អទេបាទហ៊ានអស្ចារ្យនោះជាផលិតនៅផ្ទះមីកញ្ចប់ម៉ាកលេងចៅស៊ូមិនមែនគ្រប់គ្នាអាចទទួលបានទាំងនេះទេអស្ចារ្យបាទអរុនសួស្ដីលោកប្រធានហ្វូប្រធានហ្វូតើអ្នកចង់អាហារថ្ងៃត្រង់អ្វីមីកញ្ចប់អូហូមានបញ្ហាមែនទេអូគ្មានបញ្ហាទេតើអ្នកណាអនុញ្ញាតឲ្យអ្នកប្រើធុងនេះហោះអូខ្ញុំនឹងធ្វើវាឡើងវិញភ្លាមតើអ្វីទៅជាអស្ចារ្យណាស់អំពីវត្ថុនេះហើយខួរក្បាលជួបគ្នាម៉ោង 8 យប់នេះខ្ញុំនឹងផ្ញើទីតាំងរបស់ខ្ញុំឲ្យអ្នកឆាប់នេះអូសុំទោសសូវខ្ញុំភ្លេចប្រាប់អ្នកខ្ញុំមានការណាត់ជួបនាទីចុងក្រោយនៅថ្ងៃនេះខ្ញុំមិនអាចធ្វើវាបានទេបាទអំពីអ្នកមិនមានពេលសម្រាប់បង្រៀនខ្ញុំបានពន្យល់លោកគ្រូរួចហើយគាត់យល់មិនអីទេរអរគុណច្រើនប្រសិនបើអ្នកមិនបានពន្យល់ខ្ញុំទេខ្ញុំពិតជាមិនដឹងពីរបៀបចាប់ដើមទេមកយើងចិត្តដល់ហើយនោះហើយជាវាសម្រាប់ពេលនេះពួកគេហៅខ្ញុំទៅប្រជុំខ្ញុំនឹងជួយឥឡូវនេះមិនអីទេទៅរវល់អូភោជនីយដ្ឋាននេះពិបាកកក់ណាស់ពួកគេនឹងមិនសងប្រាក់កក់របស់ខ្ញុំវិញទេប្រសិនបើខ្ញុំមិនទៅអ្វីទៅជាកាកសំណល់ខ្ញុំគួរធ្វើអ្វីដូច្នេះខ្ញុំវិសញ្ញាណបានជួយខ្ញុំច្រើនប៉ុន្តែខ្ញុំប្រហែលជាមិនទាន់បានអរគុណគាត់នៅឡើយទេថ្ងៃនេះទំនេរទេខ្ញុំចង់ឲ្យអ្នកញ៉ាំអាហារពេលល្ងាចចុះឈុតនេះវិញលោកពូឈុតនេះក៏ល្អដែររូបរាងទាន់សម័យត្រូវការមុខល្អអ្នកធ្វើឲ្យអ្វីមើលទៅល្អអ្នកពិតជាមានសិទ្ធិអំណាចរួចទៅហើយមិនចាំបាច់រញ៉េញ៉ៃទេលោកហ្វូបើយើងមិនចាក់ចេញឥឡូវនេះទេយើងនឹងយឺតតោះទៅជាមួយនេះមិនអីទេចៅវាយកំពុងណាត់ជួបហេតុអ្វីបានជាខ្ញុំរងទុក្ខសុំទោសខ្ញុំយឺតហើយទេមិនអីទេមានរឿងអីតើមានអ្វីមួយនៅលើមុខរបស់ខ្ញុំទេអូទេហេតុអ្វីបានជាអ្នកអញ្ជើញខ្ញុំទៅអាហារពេលល្ងាចភ្លាមវាគ្មានអ្វីសោះខ្ញុំគ្រាន់តែចង់អរគុណអ្នកគ្រាន់តែចង់អរគុណអ្នកព្យាបាលខ្ញុំទៅអាហារពេលល្ងាចខ្ញុំបានទទួលអំណោយដល់អ្នកនេះត្រូវតែមានតម្លៃថ្លៃខ្ញុំមិនអាចយកវាបានទេអ្នកទិញអាហារពេលល្ងាចឲ្យខ្ញុំផ្ដល់ឲ្យអ្នកនោះហើយដែលគេហៅថាសុជីធម៌បើមិនយកទេខ្ញុំពិតជាមិនអាចញ៉ាំបានទេខ្ញុំមិនចង់ញ៉ាំទេខ្ញុំមិនចង់ញ៉ាំទេខ្ញុំមិនចង់ញ៉ាំទេខ្ញុំពិតជាមិនអាចញ៉ាំបានទេតាមពិតខ្ញុំបងប្រុសសាញៀនពិតជាចៃដន្យមែនតើអ្នកនៅទីនេះដែរទេមែនហើយចៃដន្យអីបងប្រុសសាញៀនពិតជាចៃដន្យមែនអ្នកនៅទីនេះផងដែរម៉ាក់តើអ្នកត្រឡប់មកវិញនៅពេលណាបើខ្ញុំមិនត្រឡប់មកវិញតើមាននរណាដឹងថាខ្ញុំរញ៉េញ៉ៃកញ្ញាឡាញខ្សាច់នៅលើករបស់អ្នកគឺជាម៉ូដចុងក្រោយបង្អស់របស់ The Brand ក្នុងរដូវកាលនេះតែមួយគត់នៅទូទាំងពិភពលោកប៉ុន្តែខ្ញុំគិតថាវាពិតជាមិនសមនឹងអ្នកទេមានក៏នៅក្មេងដែរមានរឿងជាច្រើនដូចជាសុបិនប្រសិនបើអ្វីមួយមិនមែនជារបស់អ្នកម៉ាក់តើខ្ញុំបាននិយាយអ្វីខុសមានកុំតូចចិត្តអីឬនឹងស៊ីណានពូកែជាងគេមិនដូចស៊ីណានទេតែងតែបង្កបញ្ហាគាត់
គាត់គ្រាន់តែធ្វើឲ្យខ្ញុំខឹងជារៀងរាល់ថ្ងៃឈីយ៉យនអ្នកគួរតែរៀបការជាមួយគ្រួសារហ្វូរបស់យើងឆាប់នេះដូច្នេះខ្ញុំអាចសម្រាប់បានជាចុងក្រោយអូមីងខ្ញុំនឹងមិនរៀបការជាមួយស៊ីណានទេនិយាយម្ដងទៀតស៊ីណានជប់និយាយទៅអ្នកមានវាជាដំណើរដ៏លំបាកមួយនាងប្រញាប់ទៅជួបឯងហើយមិនបានទៅផ្ទះមុនឡើយខ្ញុំកំពុងនិយាយជាមួយម្ដាយរបស់ខ្ញុំអ្នកជាអ្នកខាងក្រៅសូមនៅឲ្យឆ្ងាយពីវាចុះសម្រាប់មនុស្សស្រីវិញតើអ្នកហ៊ាននិយាយជាមួយខ្ញុំបែបនេះទេក្នុងនាមជាមនុស្សចាស់អ្នកជាមនុស្សឆ្លើយមុនខ្ញុំជាកូនប្រុសរបស់អ្នកស្រែកឲ្យខ្ញុំប្រសិនបើអ្នកចង់សូម្បីតែវាខ្ញុំសូមនឹងទទួលបានវាប៉ុន្តែឆែលសៅមិនធ្វើទេអ្នកគ្មានសិទ្ធិប្រមាថនាងទេតាំងពីខ្ញុំនៅក្មេងអ្នកចង់គ្រប់គ្រងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើខ្ញុំមិនមែនជាអាយ៉ងរបស់អ្នកទេខ្ញុំមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងអ្នកណាដែលខ្ញុំចូលចិត្តនិងអ្នកដែលខ្ញុំមិនចូលចិត្តហាក់ដូចជាយើងមិនអាចញ៉ាំអាហារនេះបានទេតោះទៅអ្នកឈប់នៅទីនោះស៊ីណានឃើញទេតើខ្ញុំបានប្រាប់អ្នកពីអ្វីតើត្រូវទេស៊ីណានមិនដូចពីមុនទេស្រីនោះបានផ្លាស់ប្ដូរគាត់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងរៀបការនៅក្នុងគ្រួសាររបស់យើងទេក្នុងផ្ទះអាហារទេកុំខ្វល់ពីអ្វីដែលម៉ាក់ខ្ញុំនិយាយគ្រាន់តែមិនអើពើនាងសុំទោសនៅក្នុង Vision វាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំបានធ្វើឲ្យអ្នកឆ្លោះជាមួយម្ដាយរបស់អ្នកហេតុអ្វីបានជាអ្នកសុំទោសអ្នកគឺជាអ្នកឈឺចាប់នៅទីនេះបើអ្នកណាគួរនិយាយសុំទោសគឺខ្ញុំប៉ុន្តែ Vision ខ្ញុំគិតថាម្ដាយរបស់អ្នកត្រូវហើយវាគ្រាន់តែជាសុបិនប៉ុណ្ណោះថ្ងៃណាមួយការពិតតែងតែត្រឡប់មកវិញមែនទេនាឡិការោទិកណ្ដាលអាធ្រាត្ររ៉ូបប្រែទៅជាអាវផាយប៉ុន្តែលេងយ៉ាវអ្នកមិនមែនជា Cinderella ទេអ្នកគឺលេងយ៉ាវហើយខ្ញុំមិនមែនជាព្រះអង្គម្ចាស់ទេខ្ញុំ Vision ចូលចិត្តលេងយ៉ាវនៅពេលម៉ោង 12 គ្មានអ្វីផ្លាស់ប្ដូរទេលោកលេងយ៉ាវលោកលេងយ៉ាវហើយជាមូលហេតុដែលអ្នកចូលចិត្តមីថូខ្ញុំចូលចិត្តអ្នកវាដោយសារតែ Jack Songo Platy តើមានអ្វីផ្លាច់ពីគ្នាទៅវិញទៅមកកុំប្រញាប់ឆ្លើយខ្ញុំអាចរងចាំបានហើយកុំប្រញាប់បដិសេធខ្ញុំចេះសើខ្ញុំមិនខ្លាំងដូចអ្នកគិតទេគាត់ចូលចិត្តខ្ញុំតើមានអ្នកណាខ្លះដែលគាត់ចូលចិត្តខ្ញុំមិនអាចរងចាំបានទេខ្ញុំគ្មានការអត់ធ្មត់ទេលោកហ្វូមានភាពស្និទ្ធស្នាលខ្លាំងនាពេលថ្មីនេះដែលស្នាមញញឹមធ្វើឲ្យគាត់កាន់តែសង្ហាមានអារម្មណ៍ថាគាត់កំពុងមានស្នេហាបាត់ហាក់បីដូចជាវាឆ្ងល់ថានារីសំណាងមួយណាចាប់ភ្នែកពិសេសអ្នកគ្រប់គ្នាកំពុងមើលពួកយើងប្រញាប់ឡើងតោះចូលបាទលោកស្រីអូហូឈៀវតើអ្នកបានប្រាប់ពិសេសញ៉ានអំពីសារធាតុចិញ្ចឹមទេតើមានរឿងអ្វីខ្ញុំមិនយល់ស្របទេតើអ្នកកំពុងធ្វើអ្វីមិនថាអ្នកឃើញវាយ៉ាងណាទេនេះគឺជារឿងដ៏អស្ចារ្យហេតុអ្វីបានជាអ្នកប្រឆាំងនឹងវាខ្ញុំគ្រាន់តែមិនអីទេវាគ្រាន់តែជាមូលនិធិទេខ្ញុំក៏អាចរកម្ចាស់បានដែរគ្រាន់តែធ្វើការងាររបស់អ្នកជាមុនសិនខ្ញុំពិតជាមិនទទួលបានវាទេការបរិច្ចាគក្រុមហ្វូហេតុអ្វីបានជាប្រតិកម្មធំបែបនេះយ៉ាងណាក៏ដោយខ្ញុំមិនយល់ស្របទេលោកពូពិសេសញ៉ាំមិនល្អទេរហូតដល់មិនទាន់ល្អទេបរិច្ចាគ10លាននោះជា10លានអ្នកដឹងអ្នកដឹកនាំមន្ទីរពេទ្យទាំងអស់យកព្រមអ្នកមិនមានសិទ្ធិប្រឆាំងវានៅឡើយទេហើយអ្នករំខានខ្ញុំវង្វេងចេញទៅហេលោកហ្វូក្នុងនាមបុគ្គលិកពេទ្យទាំងអស់សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Food Group លោកហ្វូខ្ញុំមានអ្វីដែលត្រូវធ្វើខ្ញុំចេញទៅមុនម៉ូបាយនៅជាមួយលោកហ្វូមិនអីទេពិសេសញ៉ាំអ្នកអាចរើសបានយកមួយទៅគ្មាននរណាម្នាក់រឿងធំដូច្នេះអ្នកគឺជាអ្នកមានបាទវាសំខាន់វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំមិនត្រូវការដំណោះស្រាយវិទ្យាសាស្ត្រខ្ញុំអាចផ្ដល់វាបានហើយអ្នកតើអ្នកអាចធ្វើអ្វីបានឬនៅពេលអ្នកដូរទៅឆ្នាំឪពុករបស់អ្នកកាត់អ្នកខូចហើយ
Sherman យ៉ាងម៉េចដែរសាមញ្ញមកដោយបាននិយាយថា Sherman កំពុងធ្វើបានល្អនាងគួរតែមានសុខភាពល្អឆាប់ស៊ីនានបាទអរគុណមែនទែនប៉ុន្មានឆ្នាំនេះជំងឺរបស់សាមញ្ញប្រៀបដូចជាពុកខ្មៅដែលមានទម្ងន់មកលើខ្ញុំតែពេលនេះទីបំផុតខ្ញុំឃើញក្តីសង្ឃឹមស៊ីនានខ្ញុំជំពាក់អ្នកច្រើនជាងខ្ញុំអាចសង្វិញបានអ្នកជំពាក់ខ្ញុំគ្មានអ្វីទេប្រសិនបើអ្នកត្រូវអរគុណនរណាម្នាក់នោះខ្ញុំក៏គួរអរគុណអ្នកដែរហោះធំឡើងខ្ញុំតែងតែមានជីវិតឯកសិទ្ធិដូច្នេះខ្ញុំមិនបានឃើញការតស៊ូរបស់មនុស្សធម្មតាទេប៉ុន្តែតាមរយៈអ្នកខ្ញុំបានឃើញពិភពលោកនេះកាន់តែច្រើនការបរិច្ចាគនេះមិនមែនសម្រាប់តែអ្នកទេមនុស្សដែលមានកាន់តែច្រើនទទួលបានការទទួលខុសត្រូវបន្ថែមទៀតស៊ីណាជាអ្នកណាឈប់ប្រសិនបើអ្នកចង់អរគុណខ្ញុំចង់ដឹងហេតុអ្វីបានជាអ្នកគេពីខ្ញុំថ្មីនេះបើអ្នកពិតជាចង់អរគុណខ្ញុំយ៉ាងហោចណាស់បង្ហាញពីចិត្តស្មោះត្រង់ចុះខ្ញុំអាចរងចាំរហូតអ្នកយកវាចេញប៉ុន្តែមុននោះតើខ្ញុំអាចទទួលបានទេទទួលបានចំណាប់អារម្មណ៍ជាមុនសិនខ្ញុំមិនបានឃើញអ្វីទេស្មោះត្រង់ជាមួយខ្ញុំអ្នកនឹងវិសញ្ញាណតើអ្នកបានជួបគ្នានៅពេលណារួបរวมគ្នាតើអ្នកចង់មានន័យអ្វីខ្ញុំមិនយល់អ្វីដែលអ្នកកំពុងនិយាយទេខ្ញុំបានឃើញវាទាំងអស់មិនអីទេឡើយយ៉ាវយ៉ាវរក្សាវាឲ្យទៀតហោះមកដល់ថ្ងៃណាធំហេរក្សាសំឡេងរបស់អ្នកចុះខ្ញុំមានន័យថាពិធីមង្គលការតើអ្នកកំពុងគិតអ្វីដូច្នេះតើអ្នកទាំងអស់គ្នាចង់ចំណងនៅពេលណាខ្ញុំចង់ធ្វើកូនក្រមុំរបស់អ្នកខ្ញុំមិនទាន់និយាយថាបាទទេតើអ្នកកំពុងគិតអ្វីអ្នកនៅតែមិនបាននិយាយថាបាទឡើងយ៉ាវយ៉ាវតើអ្នកអស់ចិត្តទេវិសញ្ញាណគឺជាការចាប់បែបនេះអ្នកផ្សេងទៀតនឹងតស៊ូដើម្បីគាត់ប៉ុន្តែអ្នកកំពុងរងចាំគាត់ខ្ញុំស្បត់ថាខ្ញុំមិនចង់ខ្សែគាត់ទេខ្ញុំគ្រាន់តែមិនបានសម្រេចចិត្តខ្ញុំដឹងថាវិសញ្ញាណគឺអស្ចារ្យប៉ុន្តែវាដោយសារគាត់ល្អពេកនោះហើយជាមូលហេតុដែលខ្ញុំអ្នកគិតថាអ្នកមិនល្អគ្រប់គ្រាន់សម្រាប់គាត់ឡើងយ៉ាវយ៉ាវចង់ចាំរឿងនេះកាលនៅវិទ្យាល័យអ្នកបានប្រាប់ខ្ញុំរឿងមួយពេលអ្នកអតីមើលងាយយើងត្រូវគោរពខ្លួនឯងដូច្នេះអ្វីឥឡូវនេះខ្ញុំនឹងភ្លេចអ្វីដែលអ្នកបាននិយាយវិសញ្ញាណគឺអស្ចារ្យណាស់ប៉ុន្តែអ្នកក៏ដូចគ្នាដែរអ្នកមិនខ្វះអ្វីទាំងអស់ប្រសិនបើអ្នកចូលចិត្តទៅសម្រាប់វាក្មេងស្រីយើងមានក្នុងរបស់អ្នកឬអ្នកមិនដូចគាត់ទេអ្នកចូលចិត្តនរណាម្នាក់ផ្សេងទៀតទេវាមិនមែនថាខ្ញុំមិនចូលចិត្តទេឃើញទេអ្នកចូលចិត្តគាត់យ៉ាវយ៉ាវរកមនុស្សដែលអ្នកស្រឡាញ់អ្នកមកវិញគឺគំរណាស់ចូលក្លាហានអ្នកនឹងសោកស្ដាយដែលបានបាត់នេះមានទឹកខ្លះអ្នកលេងបានល្អណាស់ថ្ងៃនេះឡយស៊ីណានផឹកទឹកដូច្នេះគាត់ចូលចិត្តនរណាម្នាក់តើទំនាក់ទំនងនេះមួយអាចមានអារម្មណ៍ដូចគ្នាយ៉ាងដូចម្តេចបាទហ្វូស៊ូនៀនតើអ្នកណែណាខ្ញុំចង់ជួបអ្នកបាទតើទំនាក់ទំនងនេះមួយអាចមានអារម្មណ៍ដូចគ្នាយ៉ាងដូចម្តេចហ្វូស៊ូនៀនខ្ញុំបានសម្រេចចិត្តហើយខ្ញុំចូលចិត្តអ្នកខ្ញុំតែងតែចូលចិត្តអ្នកខ្ញុំកំពុងចាក់ចេញបាទថែរក្សាលាហើយមកដោយហេតុអ្វីតើអ្នកនៅទីនេះយូរម្ល៉េះខ្ញុំចង់ជូនពរអ្នករីករាយថ្ងៃកំណើតនៅពាក់កណ្ដាលអាទិត្យថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំមិនបានរំពឹងថានឹងមកពេលខុសនោះទេអ្នកបានឃើញទាំងអស់ហេធ្ងន់ធ្ងរហេតុអ្វីតើអ្នកមិនបានប្រាប់ខ្ញុំថាអ្នកកំពុងមកទេខ្ញុំចង់ធ្វើឲ្យអ្នកភ្ញាក់ផ្អើលហើយវាពិតជាមានការភ្ញាក់ផ្អើលមួយសូមអរគុណតោះទៅអីយ៉ាមិនដឹងថានេះជារសជាតិដែលខ្ញុំចូលចិត្តបាទវាជាអ្វីដែលអ្នកចូលចិត្តមិនខ្ញុំមិនដឹងដូច្នេះតើអ្នកនៅជាមួយសសិញទេបាទអូមិនដោយសុំទោស
ខ្ញុំមិនដឹងថាអ្នកនឹងមកថ្ងៃនេះទេបើខ្ញុំដឹងថាអ្នកមកខ្ញុំនឹងហេតុអ្វីបានជាគាត់ហោះបន្ទាប់មកជូសូតើអ្នកកំពុងគិតអ្វីតើមានអ្វីខុសហេតុអ្វីបានជាអ្នកជឿឬគាត់លាហើយយើងបានចែកក្រែមួយកាលពីក្មេងគាត់ទៅតែផ្ទៃមកទីនេះនៅវិទ្យាល័យយើងនៅជាមួយគ្នាយូរជាងគាត់ទៅទៀតហេតុអ្វីបានជាអ្នកជឿឬគាត់កុំធ្វើបែបនេះតើមានអ្វីល្អចំពោះគាត់ទូរស័ព្ទឆ្លាតមកការិយាល័យរបស់ខ្ញុំមិនអីទេក្លែតហើយរក្សាបញ្ជីថ្ងៃកំណើតរបស់បុគ្គលិកហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំស្ទើរតែនឹកវាខួបកំណើតដំបូងរបស់យើងជាមួយគ្នាហេតុអ្វីបានជាអ្នកដាក់តំបន់ចេញតារាខួបកំណើតធ្វើឲ្យបំណងប្រាថ្នាមួយហឹមតើអ្នកមិនចូលចិត្តវាទេខ្ញុំចូលចិត្តវាខ្លាំងណាស់ចុះហេតុអ្វីបានជាអ្នកមើលទៅមិនសប្បាយចិត្តតើមានអ្វីខុសតើមានអ្វីកើតឡើងតាមពិតស៊ីនឿនខ្ញុំទៅតែគេងមិនលក់កាលពីយប់មិញដូច្នេះខ្ញុំហត់បន្តិចគ្មានផ្លូវទេអំពីទូរស័ព្ទឆ្លាតខ្ញុំនៅតែត្រូវដោះស្រាយវាចុះរឿងនេះហឹមខ្ញុំបានកក់ភោជនីយដ្ឋានសម្រាប់យប់នេះ VGX ណាគ្មាននរណាម្នាក់អាចរំខានយើងនៅទីនោះទេយប់នេះប្រហែលជាមិនមែនជាពេលវេលាល្អទេខ្ញុំត្រូវទៅជួប Shaman នៅមន្ទីរពេទ្យនៅពេលក្រោយអូមិនអីទេខ្ញុំនឹងទៅជាមួយអ្នកទេខ្ញុំអាចទៅដោយខ្លួនឯងអ្នកទៅដោះស្រាយរបស់អ្នកប៉ាត់ពិតវាជាថ្ងៃកំណើតរបស់អ្នកអ្នកទាំងពីរប្រហែលជាចង់អបអរតែម្នាក់ឯងអូហូខ្ញុំមិនចង់ជួបអ្នកនៅពេលនេះទេនៅទីនេះខ្ញុំបានទិញមាន់បំពង់ឲ្យអ្នកសាកល្បងតើខ្ញុំមានអាយុ3ឆ្នាំឬអ្វីសូមអញ្ជើញមកខ្ញុំបានរងចាំនៅក្នុងជួរជារៀងរហូតសម្រាប់វាគ្រាន់តែសាកល្បងវាមើលចុះខ្ញុំថែមទាំងបានបន្ថែមម្សៅម្ទេសសម្រាប់អ្នកទៀតផងចិញ្ចៀននេះពិតជាអាក្រក់ណាស់រសជាតិឆ្ងាញ់ជប់និយាយលាហើយតាមពិតខ្ញុំជាអាហារបងទិញមាន់បំពង់ម៉ូបេអ្នកមិនបានហៅខ្ញុំទៅញ៉ាំទេលាហើយតើអ្នកកំពុងក្អួតទេម៉ូប៊ីនឹងខ្ញុំទៅតែព្យាយាមលួចអាហារខ្លះពេលនោះខ្ញុំនឹងរកអ្នកប៉ុន្តែអ្នកបង្ហាញខ្លួនឯងម៉ូប៊ីមានការខ្មាស់អៀនដោយសារអ្នកនៅក្មេងនៅឡើយអ្នកមិនអាចញ៉ាំជាតិខាញ់បែបនេះបានទេនេះគឺសម្រាប់អ្នកផងដែរយកវាទៅញ៉ាំនៅខាងក្រៅមុំលាហើយតាមពិតខ្ញុំចូលចិត្តទីសញ្ញាជាយូរមកហើយចុះខ្ញុំវិញខ្ញុំចូលចិត្តអ្នកយូរជាងនេះប៉ុន្តែយើងកាន់តែដូចគ្រួសារទូលេខគ្មានអ្វីដែលអ្នកនិយាយគឺជាអ្វីដែលខ្ញុំចង់ឬលាហើយខ្ញុំនៅក្មេងរហូតមកដល់ពេលនេះរាល់ពេលសំខាន់ក្នុងជីវិតរបស់ខ្ញុំប្រសិនបើអ្នកនៅទីនោះជាមួយខ្ញុំអ្នកនិង Shaman មានន័យដូចគ្នាចំពោះខ្ញុំដែលមានសារៈសំខាន់ដូចគ្នាទីសញ្ញាមិនដែលលើសអ្នកទេគ្រួសារនិងស្នេហាខ្ញុំអាចបំបែកពួកគេយ៉ាងច្បាស់អ្នកគ្រាន់តែព្យាយាមប្រាប់ខ្ញុំថាខ្ញុំគ្មានឱកាសទេឬខ្ញុំមិនដែលមានឱកាសលាហើយទៅខ្ញុំចង់នៅម្នាក់ឯងខ្ញុំនឹងទៅខ្ញុំបានគិតអំពីវានៅតែបារម្ភបន្តិចកុំបារម្ភចង់ផ្សេងមានសុវត្ថិភាពបាទនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេខ្ញុំតូចបន្តិចនឹងច្រណែនតើអ្នកអាចនៅឲ្យឆ្ងាយពី Junk Mobile បានទេសញ្ញាណគ្មានអ្វីវាងខ្ញុំនឹងទូរស័ព្ទដៃទេបាទខ្ញុំដឹងបើខ្ញុំនឹកអ្នកតើអ្នកនឹងនៅជាមួយខ្ញុំថ្ងៃនេះទេនឹងប៊ូតុងខ្ញុំមិនអាចលុបចោលពេលវេលាបានទេឬប៊ូតុង
ព្រឹក Sozo អាហារពេលព្រឹកគឺនៅលើតុញ៉ាំមុនពេលអ្នកគេងចាំខ្ញុំមកផ្ទះវានៅតែឆាប់ខ្ញុំអាចធ្វើអាហារថ្ងៃត្រង់ហើយយកវាទៅហ្វីសញ៉ានហ្វូស៊ីនៀនបាទនៅទីនេះអ្នកបានបង្កើតនេះបាទគ្រាន់តែមុខម្ហូបសាមញ្ញតាមផ្ទះមិនប្រកាសថាអ្នកនឹងចូលចិត្តពួកគេទេសាកល្បងហើយចាំអ្នកមិនទាន់បានលាងដៃទេហ្វូស៊ីនៀនបាទនេះជាការល្អបាទវាមានរសជាតិឆ្ងាញ់ហើយអ្វីបានជាអ្នកត្រឡប់មកវិញខ្ញុំទៅតែពិនិត្យលើអ្វីអ្នករាល់គ្នារវល់ឥឡូវនេះគ្មាននរណាម្នាក់ពិតជាមានពេលទំនេរទេមានតែកញ្ញាលីនីទេដែលអាចទៅបានគ្មានផ្លូវទេតើមានអ្វីកើតឡើងអ្នកគ្រប់គ្រងរបស់កញ្ញាលីនមានបញ្ហាដំឡើយលើមកពីក្រុមគម្រោងត្រូវបានគេសន្មតថាទៅពិនិត្យនៅនឹងកន្លែងប៉ុន្តែគាត់បានទូរស័ព្ទមកព្រឹកនេះបាននិយាយថាគាត់បានបាក់ជើងរបស់គាត់អ្វីបាទខ្ញុំពិតជាបានដឹងអំពីរឿងនោះខ្ញុំក៏បានចូលរួមក្នុងគម្រោងនោះដែរមិនអីទេខ្ញុំអាចទៅបានទេរោងចក្រទាំងនោះស្ថិតនៅទីក្រុងខ្ញុំបារម្ភប្រសិនបើអ្នកទៅវានៅតែជាខ្ញុំលោកហ្វូគណៈប្រតិភូប្រទេសក្រុងជាមួយយើងពាក់កណ្ដាលខែមុនពួកគេចង់ជួបអំពីហិរញ្ញវត្ថុអ្នកត្រូវតែនៅទីនោះសូមអញ្ជើញមកពីសញ្ញាជឿខ្ញុំឲ្យខ្ញុំទៅជំនួសវិញវានឹងមិនអីទេបើកបរដោយសុវត្ថិភាពទូរស័ព្ទមកខ្ញុំនៅពេលអ្នកទៅដល់ទីនោះកុំបារម្ភខ្ញុំនឹងបើកបរដោយសុវត្ថិភាពអីទេខ្ញុំបិទប្រសិនបើលោកឆាន់មិនអាចដល់ទាន់ពេលវេលាទេយើងអាចមានបញ្ហានៅពេលក្រោយបាទខ្ញុំយល់ហើយកុំបារម្ភកញ្ញាលីនគ្រោះថ្នាក់តិចតួចបានកើតឡើងយើងនឹងព្យាយាមតាមទាន់ពេលដែលយើងអាចធ្វើទៅបានអីទេដោយសារភ្លើងដាច់ប៉ុន្មានថ្ងៃមុនមិនត្រឹមតែម៉ាស៊ីនរោងចក្រក៏ឈប់ដែរឥឡូវនេះខ្សែភ្លើងក៏មានបញ្ហាដែរសញ្ញាអាចខ្សោយសង្ឃឹមថាអ្នកយល់មិនអីទេខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃស្អែកបើមានបញ្ហាណាមួយកើតឡើងសូមតាក់ទងមកខ្ញុំគ្រប់ពេលមិនអីទេកញ្ញាលីនស្ថានភាពរបស់អូនប្រុសរបស់អ្នកកាន់តែអាក្រក់ទៅត្រឡប់មកវិញលឿនអ្វីអូទេយ៉ាងម៉េចហើយអ្វីខ្ញុំមិនអាចឆ្លងកាត់ជំរាបសួរលេខដែលអ្នកចុចមិនអាចតាក់ទងបានឥឡូវនេះទេសូមព្យាយាមម្ដងទៀតនៅពេលក្រោយកញ្ញាលីនខ្ញុំចង់សួរថាតើមានទូរស័ព្ទដែលខ្ញុំអាចប្រើនៅទីនេះទេសូមទោសកញ្ញាលីន2-3ថ្ងៃមុនមានគោររន្ទះខ្សែបានខូចយើងមិនអាចធ្វើការហៅទូរស័ព្ទបានទេយើងបានជួសជុលវាឲ្យលឿនតាមដែលយើងអាចធ្វើទៅបានខ្សែទូរស័ព្ទមិនដំណើរការវិញបាទកញ្ញាលីនសូមទោសកញ្ញាលីនអ្នកគឺជាសូមទោសខ្ញុំត្រូវចេញទៅរករឿងបន្ទាន់កញ្ញាលីនផ្លូវរបស់យើងនៅទីនេះពិតជាចង្អៀតមិនមានភ្លើងបំភ្លឺផ្លូវនិងអាកាសធាតុទេយប់នេះអាចមានគោររន្ទះមួយទៀតវាមិនមានសុវត្ថិភាពទេក្នុងការទៅឥឡូវនេះសូមអរគុណប្រហែលជាទៅព្រឹកស្អែកអរគុណប៉ុន្តែខ្ញុំមិនអាចរងចាំទៀតទេហើយអ្វីបានជាស្ថានភាពរបស់យមមិនស្កាន់តែអាក្រក់ទៅហើយអ្វីបានជាស្ថានភាពរបស់យមមិនស្កាន់តែអាក្រក់ទៅហើយអ្វីបានជាស្ថានភាពរបស់យមមិនស្កាន់តែអាក្រក់ទៅនាងសុខសប្បាយទេកាលពីម្សិលមិញតើមានអ្វីកើតឡើងចៅចេញហើយលើកទូរស័ព្ទវិជាណាហ្វូស៊ីនៀនចៅចេញហើយផ្អៀងចេញខ្ញុំគិតថាខ្ញុំបានឮសំឡេងរបស់វីសញ៉ានចៅចេញហើយផ្អៀងចេញភ្ញាក់ឡើងកុំដេកខ្ញុំកំពុងនាំអ្នកទៅមន្ទីរពេទ្យឥឡូវនេះអ្នកនឹងមិនអីទេតើមានអ្វីកើតឡើងនិយាយជាមួយខ្ញុំនិយាយអ្វីមួយខ្ញុំកំពុងសួរអ្នកនៅសំណួរមួយតើមានអ្វីកើតឡើងប្រសិនបើមានអ្វីកើតឡើងចំពោះឡែងចៅខ្ញុំនឹងមិនអោយអ្នកចាក់ចេញទេហើយបណ្ឌិតចាំងលោកបណ្ឌិតចាំងស្ងប់ស្ងាត់ចុះវិជ្ជាបណ្ឌិតចេញស្ងប់ស្ងាត់ស៊ីណែនតើសែនាងយ៉ាងម៉េចដែរស៊ីណែនឲ្យគាត់ទៅវាខ្ញុំប្រសិនបើអ្នកចង់រងចាំសានាងកំពុងវះកាត់ខ្ញុំនឹងរងចាំនាងចេញមកសុំទោសយើងបានធ្វើអស់ពីសមត្ថភាពសុំទោសយើងបានព្យាយាមអស់ពីសមត្ថភាព
ស៊ីណេនបងប្រុសសាញៀនវិជ្ជាបណ្ឌិតស៊ីណេនស៊ីណេនចង់ស្លាប់មែនទេតើសារយ៉ាងម៉េចដែរតើអ្នកពិតជាចូលចិត្តនាងខ្លាំងណាស់មែនទេស៊ីណេនខ្ញុំចង់ឃើញនាងនៅក្នុងបន្ទប់អ៊ីកនៅឡើយមិត្តរបស់នាងកំពុងមើលថែនាងកុំបារម្ភស៊ីណេនអ្នកគឺជាកូនប្រុសតែមួយរបស់ខ្ញុំចាប់តាំងពីឪពុករបស់អ្នកបានទទួលមរណភាពម៉ាក់មើលឃើញថាអ្នកសំខាន់ជាងជីវិតរបស់គាត់ទៅទៀតហ៊ានប្រថុយជីវិតមនុស្សស្រីបែបនេះទេស៊ីណេនតើអ្នកអាចគិតពីអារម្មណ៍របស់ម្ដាយអ្នកបានទេសូមស៊ីណេនតើវាត្រូវតែជារបស់នាងទេខ្ញុំបានរកឃើញក្មេងស្រីដ៏អស្ចារ្យជាច្រើនសម្រាប់អ្នកស៊ូយិនក៏ចូលចិត្តអ្នកដែរប្រសិនបើអ្នករៀបការជាមួយស៊ូយិននាងនឹងប្រព្រឹត្តចំពោះអ្នកយ៉ាងល្អគ្រួសារសិននឹងគ្រប់គ្រងអ្នកប៉ុន្តែម៉ាក់ខ្ញុំមានជីវិតផ្ទាល់ខ្លួនខ្ញុំស្រឡាញ់លេងសាសាខ្ញុំគ្រាន់តែចង់នៅជាមួយអ្នកខ្ញុំចង់នៅជាមួយនាងបើខ្ញុំត្រូវពឹងលើមនុស្សស្រីដើម្បីជោគជ័យខ្ញុំនឹងមើលងាយខ្លួនឯងម៉ាក់តើអ្នកមិនតែងតែនិយាយទេខ្ញុំជាមោទនភាពរបស់អ្នកតាំងពីតូចមោទនភាពរបស់ម៉ាក់ដូច្នេះសូមឲ្យខ្ញុំរក្សាមោទនភាពមិនអីទេម៉ាក់ទទួលបានវាហើយអ្វីបានជាអ្នកមកទីនេះបង្កបញ្ហាពេលអ្នកឈឺតើអ្នកមិនធូរស្រាលជាមួយខ្ញុំនៅទីនេះទេទូរស័ព្ទឆ្លាតវៃក្មេងសូមអរគុណតើខ្ញុំត្រូវការអរគុណរបស់អ្នកទេអ្នកត្រូវប្រាកដថាប្រសើរជាងគ្មានរឿងបែបនេះកើតឡើងទៀតទេប្រសិនបើអ្នកមិនអាចថែរក្សាសេសូមមិនថាថ្លៃទេខ្ញុំនឹងយកនាងទៅឆ្ងាយខ្ញុំសន្យាខ្ញុំនឹងមិនផ្ដល់ឱកាសឲ្យអ្នកជ្រៀតជ្រែកឡើយអ្នកទាំងពីរគឺជាអ្វីមួយសូម្បីតែសម្លៀកបំពាក់អ្នកជំងឺរបស់អ្នកក៏ត្រូវគ្នាដែរហេខ្ញុំបានប្រាប់អ្នកថាអ្នកមិនអីទេឥឡូវនេះហើយអ្វីបានជាអ្នកនៅតែនៅទីនេះកំពុងរងចាំក្រុមហ៊ុនរបស់អ្នកសៃថុនទូរស័ព្ទឆ្លាតយល់ហើយមិនអីទេតើអ្នកណាជាអ្នកផ្ញើសារនោះឲ្យអ្នកពិតប្រាកដអ្នកស្ទើរតែស្លាប់ដោយសារតែគាត់ពេលខ្ញុំរកឃើញមនុស្សតិរច្ឆាននោះខ្ញុំនឹងបំបែកក្បាលវាចោលតើឈែមិនណែណាកុំបារម្ភគាត់មិនអីទេថែរក្សាខ្លួនអ្នកជាមុនសិនឈែមិនប្រហែលជាចាក់ចេញពីមន្ទីរពេទ្យមុនអ្នកខ្ញុំនឹងដោះស្រាយបញ្ហាអត្ថបទខ្ញុំបានបញ្ជូននរណាម្នាក់ទៅស៊ើបអង្កេតមិនអីទេគណៈប្រតិភូប្រទេសបានមកដល់ប៉ុន្មានថ្ងៃមុនអ្នកមិនបានទៅក្រុមហ៊ុនទេដូច្នេះនៅទីនោះកុំបារម្ភម៉ាក់ខ្ញុំកំពុងរៀបចំទទួលភ្ញៀវអនាគតម្ដាយក្មេករបស់អ្នកវាជាពេលដែលត្រូវប្រឹងប្រែងឲ្យនាងដោះស្រាយនាងនឹងមិនរំខានយើងទេម្ដាយក្មេកតើអ្នកនិយាយទៅធ្វើការឥឡូវនេះឬមនុស្សនឹងនិយាយថាអ្នកកំពុងធ្វើបាបអ្នកចាស់ទុំអ្នកទាំងពីរគឺច្រើនពេកហើយខ្ញុំញ៉ាំរួចរាល់ហើយកញ្ញាសេនម្ដងទៀតសួស្ដីលោកហ្វូរៀបចំនេះនឹងលទ្ធផលស៊ើបអង្កេតពីមុនទាំងអស់បញ្ជូនពួកគេទៅប្រធានមិនអីទេអ្នកពិតជាធ្វើឲ្យខ្ញុំខកចិត្តតើអ្នកដឹងទេការធ្វើបែបនេះអាចធ្វើឲ្យលេងយល់ស្លាប់ខ្ញុំគ្រាន់តែចង់បំភ័យនាងខ្ញុំមិនបានគិតថាវានឹងមានលក្ខណៈធ្ងន់ធ្ងរនេះទេមីងខ្ញុំពិតជាមិនមានន័យទេខ្ញុំពិតជាមិននឹកស្មានសោះថានារីដែលមានសិទ្ធិសម្ញ្ញៈដប់អែមល្ហែមពីមុនមកក្លាយជាមនុស្សកាចសាហាវបែបនេះសញ្ញាសូមឲ្យខ្ញុំដោះស្រាយរឿងនេះលោកយ៉ាងឡែងត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសហើយប្រជ្រួយរបស់អ្នកនៅក្នុងក្រុមអាហារត្រូវបានបណ្តេញចេញដោយខ្ញុំរួចហើយអ្នកសម្រាប់ជាប្រយោជន៍នៃកម្រិតខ្ពស់ការពីអតីតកាលរបស់ខ្ញុំនឹងឲ្យអ្នកទៅប៉ុន្តែលេងយូឥឡូវនេះជាកូនប្រសាររបស់ខ្ញុំគ្រួសារធ្វើរបស់យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបនាងឡើយម្យ៉ាងទៀតបើវាកើតឡើងម្ដងទៀតខ្ញុំនឹងមិនបង្ហាញក្តីមេត្តានៅពេលក្រោយទេនៅឲ្យឆ្ងាយពីកូនប្រុសនិងកូនប្រសារកុំមកផ្ទះគ្រួសារហ្វូទៀតជួបគ្នាពេលតើខ្ញុំបានប្រាប់អ្នកពីអ្វីពីមុនចៅបានមិនបានចេញពីមុខឯងទេលាហើយអរគុណខ្ញុំសូមប្រាប់អ្នកថាខ្ញុំបានជួយឆាមែនក្នុងការចុះឈ្មោះចូលរៀនថ្ងៃនេះវាធ្វើឲ្យខ្ញុំក្តៅទាំងស្រុងអរគុណច្រើនអញ្ចឹងខ្ញុំមានជើងហោះហើរថ្ងៃស្អែកមើលខ្ញុំបិទឯណាដែរខ្ញុំមានគម្រោងទៅសិក្សានៅបរទេសប្រសិនបើគ្មានអ្វីខុសទេខ្ញុំប្រហែលជាមិនត្រឡប់មកវិញទេអ្នកតោះទៅផ្ទះម៉ាក់ខ្ញុំបាននិយាយថាយើងទាំងអស់គ្នានឹងញ៉ាំអាហារពេលល្ងាចនេះបាទគីគីអ៊ីយើងនឹងជួបគ្នាឆាប់នេះកុំបារម្ភខ្ញុំនៅទីនេះជាមួយអ្នកនិយាយថាវាជាឈុតមួយឈប់ហើយខ្ញុំទៅខ្ញុំនឹងនាំអ្នកទៅសាលារៀននៅពេលក្រោយហោះ
ตาเนี่ยจ้องมีในทางไหมโมบันจูเนี่ยเอาโจซาลาดอลออกแบบนี้เนี่ยกู้แต่คอมเปรองเรียนกลมอ้อยกดจ่อខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងថ្នាក់ជើម៉ាននៅក្មេងនៅឡើយកុំរុញយើងខ្លាំងពេកជើម៉ានតើអ្នកចង់ខ្លាចជាអ្វីនៅពេលធំឡើងខ្ញុំចង់ខ្លាចជាវិជ្ជបណ្ឌិតដ៏អស្ចារ្យដូច mobile តើអ្វីទៅជាវិជ្ជបណ្ឌិតអស្ចារ្យម្ល៉េះទីស៊ីញៀនល្អមើលណាស់ទិដ្ឋភាពយប់នេះស្អាតណាស់ឆាសូជូយើងរៀបការខ្ញុំនឹងរៀបចំគម្រោងសំណើដ៏ធំមួយប៉ុន្តែខ្ញុំមិនអាចរងចាំទៀតទេតើអ្នកនឹងរៀបការជាមួយខ្ញុំទេ